ហ្នឹងប្រឹងចម្រើនសេចក្តីល្អគុណធម៌ក្នុងចិត្តយើងទាំងអស់គ្នាហើយដើម្បីលះពេលវេលាមកចម្រើនសេចក្តីល្អបានគឺរៀនដាក់ទម្ងន់ក្នុងខ្លួនយើងឲ្យបានច្រើនទម្លាក់ទម្ងន់ណាទម្លាក់ទម្ងន់និងទម្លាក់ភារៈហ្នឹងមានន័យថាទម្លាក់ខណ្ឌ5ការជាប់ចម្ពាក់ជាមួយខណ្ឌហ្នឹងឲ្យបានច្រើនហ្នឹងណ៎ចឹងដែលយើងលះកាត់ពេលវេលាមកបំពេញសេចក្តីល្អបានព្រោះយើងលះភារៈគឺទម្ងន់ក្នុងខ្លួនយើងទម្ងន់ទី1គឺខណ្ឌ5ទម្ងន់ទី2គឺមានអ្នកទិដ្ឋិនឹងមានអ្នកមនុស្សយើងព្រះលោកសំដែងតែកាលណាលះអតិថិមានអ្នកនឹងបានគឺមនុស្សនឹងកើតបនរាល់ថ្ងៃអតិថិរឹងតាំងតែគេវាមិនដល់អញគេមិនចេះដល់អញគេវាក្មេងជាងអញគេវាគ្មានគ្រាន់បើជាងអញអញវាមានជាងគេអញវាគ្រាន់បើជាងគេអញស្អាតជាងគេគ្មានអាណាដល់អញអញអស្ចារ្យជាងគេអញធំជាងគេគ្មានអាណាដល់អញអញគ្រាន់បើជាអាណាទាំងអស់បើនៅអានឹងគ្មានកើតបនទេអត់កើតបនកើតកុសលហើយចំណេះវិជ្ជាក៏អត់កើតអាស័យផ្សេងទៀតក៏អត់កើតដែរអាចចំណេះវិជ្ជាទៅកើតតែមិនបើគេអត់ចេះដល់អញផងតាគ្រូក៏អត់គ្រាន់បើជាងអញដែរហ្នឹងតាគ្រូបង្រៀនខ្លួនឯងហ្នឹងក៏គ្មានគ្រាន់បើជាងឯងដែរអាហ្នឹងវាទៅធ្វើមិនកើតចំណេះអ្នកដតីនិយាយស្អីមកក៏ស្ដាប់មិនចូលហ្នឹងកុសលក៏អត់កើតដែរឬចេះទូមានអញចេះធ្វើបនខ្លួនអញដឹងតែដើរទៅណាដឹងតែត្រូវធ្វើមិនកើតបនដល់វាអត់មានសាសនាឯណាទូមានយើងបានទិដ្ឋិវរឹងតាំងយ៉ាងហ្នឹងគ្រាន់តែកុំថាឡើយដល់អត់ស្ដាប់គេគ្រាន់តែទិដ្ឋិរឹងតាំងយល់ខុសមានអតិថិក្នុងខ្លួនយ៉ាងហ្នឹងទិដ្ឋិមានអ្នកនឹងវាមានក្នុងខ្លួនប៉ុណ្ណឹងក៏អកុសលនឹងវាកើតបាត់មិនទៅទាស់ជាមួយអ្នកណាទេគ្រាន់តែត្រាំទុកទៅនៅទិដ្ឋិនឹងមានអ្នកប៉ុណ្ណឹងព្រះលោកថាដូចយើងដាំពូជនៃអកុសលនឹងក្នុងសន្តានចិត្តយើងអញ្ចឹងព្រះលោកសម្ដែងថាអ្នកណាដែលអាចលះកាត់ពេលវេលាទៅបំពេញបុណ្យចម្រើនកុសលបានគឺលះទិដ្ឋិនឹងមានអ្នកនឹងបានគឺបុណ្យកុសលកើតគ្រប់ខណៈចិត្តមួយទៀតដែលអាចទៅស្ដាប់ធម៌ធ្វើបុណ្យបានគឺលះទៅនៅទម្ងន់នៃខ្លួនយើងគឺខណ្ឌ5ដល់អាទម្ងន់នៃខណ្ឌនឹងឲ្យបានច្រើនបន្តិចអាឆន្ទរាជាប់ជាពាក់ជាមួយខណ្ឌហ្នឹងណាជាប់ជាពាក់ជាមួយរូបជាប់ជាពាក់ជាមួយសម្លេងជាប់ជាមួយពីពាក់ជាមួយក្លិនជាប់ជាពាក់ជាមួយរសជាប់ជាពាក់ជាមួយផោតថាពាក់ចាយជាប់ជាពាក់វែងជាមួយនឹងរូបជាប់ជាពាក់នឹងរូបអាម៉េចមួយថ្ងៃរវល់តែពីរឿងអាហារបំពន់ឲ្យរូបមួយថ្ងៃរវល់តែពីរឿងថ្នាំសក់លាបសក់ឲ្យរូបមួយថ្ងៃរវល់នៅតែផាត់ការ៉ែមនៅតែគូសកញ្ចក់នៅតែគូសអញ្ចើមមួយថ្ងៃរវល់តែពីរឿងដើម្បីតែរូបមួយឧទាហរណ៍ចឹងចាស់ឆន្ទរាគៈជាមួយរូបដល់វារវល់យ៉ាងហ្នឹងមានពេលណាទៅវត្តកើតទៅស្ដាប់ធម៌កើតព្រោះអាទម្ងន់នៃខណ្ឌហ្នឹងវាធ្ងន់ពេកហើយអាខ្លួនឯងចោះថាទម្ងន់ខ្លួនឯងហើយវាទៅទម្ងន់ថែមលើប្តីនោះទៀតប្តីទៅធ្វើការបារម្ភប្តីអត់ចូលផ្ទះបាត់មួយថ្ងៃខឹងប្តីមិនដឹងទៅរកអាណាទៅជួបអាណីហើយបើប្តីនៅផ្ទះមែនប៉ុន្តែប្តីឈឺជាប់ជាពាក់ទុកជាមួយប្តីទៅបំពេញសេចក្តីល្អអត់កើតឃើញដោយសារទម្ងន់នៃខណ្ឌទាំងអស់យើងក៏អត់ទាន់ដល់អាទម្ងន់នៃខណ្ឌហ្នឹងក៏អត់អាចទៅបំពេញសេចក្តីល្អកើតដែរវាជាប់ជាពាក់វិលនៅតែជាមួយនឹងរូបហ្នឹងមួយថ្ងៃហ្នឹងទាំងអស់គ្នាទាំងញោមទាំងអាត្មាហ្នឹងបើអត់ដកភារៈទម្ងន់នៃការជាប់ចម្ពាក់ជាមួយរូបនឹងបានខ្លះទេយើងទាំងអស់គ្នាគ្មានពេលវេលាមកបំពេញសេចក្តីល្អកើតទេហ្នឹងហើយអារូបនេះវាគ្មានដែលផ្ដល់គុណសម្បត្តិឲ្យយើងវិញទេខ្ញុំឯងពិចារណាទៅវាគ្មានដឹងគុណយើងទេយើងនេះខំប្រឹងថ្នាក់ថ្នមបំ3វានោះខំបាយខំប្រឹងដាក់ឲ្យវាមួយថ្ងៃ3ពេលយាយខ្លះដាក់5ពេលក៏មានដែរព្រលឹមឡើងបើកភ្នែកមិនបាយកកម្ដុំម៉ោង7កូនក៏ទិញកាទៀវមកគោមទៀតមកដណ្ដប់ថ្ងៃត្រង់បាយថ្ងៃមួយសាមុនទៅខ្វៀលគោម៉ោង1ភ្ញាក់ពីដេកហ្នឹងមីងមាំងបាយកកមកគោមទៀតម៉ោង5ល្ងាចបាយល្ងាចមួយសាបាយល្ងាចទៅឈរជង្គង់មើលរឿងភាគចប់រឿងភាគមួយរឿងម៉ោង8កន្លះយប់មុនចូលដេកដាក់មកគោមទៀតយាយពីប៉ៅឲ្យវានោះប៉ៅប៉ឯងប៉ៅមែនតែនប៉ៅតាំងពីស្បែកអាឡូងឥឡូវស្បែកជ្រួញអស់លេងហ៎ប៉ៅតាំងពីថ្មិញមើលឃើញច្បាស់ឥឡូវចៅមកដល់ក្បែរអត់ដឹងអាណាចៅអាណាកូនប៉ៅតាំងពីតិចស្ដាប់លឺឥឡូវតិចស្ដាប់លែងលឺប៉ៅតាំងពីចកេះងំរឹងល្អឥឡូវនេះរឹងមែនដាក់ធေါ်កន្លះម៉ោងងើបគូតមុនចកេះទាំងអស់វារឹងពេកហ្នឹងណាប៉ៅតាំងពីជង្គង់ល្អឥឡូវអាឡុងជង្គង់អស់អាឡុងតាគៀកអស់ប៉ៅតាំងពីសក់ខ្មៅក្រាប់ឥឡូវនេះសក់សជាព្រោះបើយាយសឿនតែតាផាននេះបែបមិនមែនសថខ្មៅធម្មជាតិទេនេះហ្នឹងហើយខ្មៅនេះខ្មៅលាបមួយទឹក3ដងទេបានខ្មៅនេះណាអាហ្នឹងគេហៅអាហ្នឹងអត់សុកទៀតព្រះលោកថាឲ្យទទួលយកការពិតនៃជីវិតនេះទទួលការពិតដោយអាចារ្យសរហ្នឹងអត់ដឹងតែរវល់ខ្វល់រឿងឯងសឯងខ្មៅឯអត់ទេដឹងតែពីងូតទឹកសិតសោះហើយហ្នឹងអត់មានរវល់អំពល់ទុករឿងលៀបរឿងបាញ់រឿងកាត់រឿងដេអីទៀតហ្នឹងតាមដំណើរតាមធម្មជាតិរបស់វាទៅធ្វើម៉េចវាដល់ពេលដល់វេលារបស់វាទៅសជាច្បាប់នៃធម្មជាតិអាណាក៏ដូចអាណាតែដល់ពេលត្រូវសថ្មិញអាណាដូចអាណាតែដល់ពេលត្រូវបាក់ហ្នឹងសេចក្តីស្លាប់អាណាដូចអាណាតែដល់ពេលត្រូវនិរិះចាកប្រត់សัตว์នឹងសង្ខារគឺនិរិះដល់ពេលដល់វេលាត្រូវនិរិះអាអ្នកយល់ថោះគេពិចារណាអញ្ចឹងចិត្តរបស់គេស្មើមិនសូវកើតបដិក្ខៈថ្នាក់ជាមួយរឿងដែលវាកើតហ្នឹងទេអញ្ចឹងយើងអាចលះកាត់ពេលវេលាមកបំពេញសេចក្តីល្អបានព្រោះតើយើងលះអាការជាប់ជាពាក់ជាមួយខណ្ឌហ្នឹងឲ្យបានច្រើនតិច
ទាំងរូបទាំងវេទនាការសោយទៅនៅអារម្មណ៍ជាសុខជាទុក្ខតូមនោះសោមនោះហ្នឹងក៏ត្រូវរៀនទទួលស្គាល់អារម្មណ៍ហ្នឹងដែរស្គាល់អារម្មណ៍យើងខ្លះណាញោមកុំឲ្យអារម្មណ៍ហ្នឹងវាបដិខៈទៅតាមការប៉ះទុកច្រើនពេករាល់ថ្ងៃនេះអារម្មណ៍យើងហ្នឹងដូចទឹកនៅលើស្លឹកឈូកអញ្ចឹងណាយាយអារម្មណ៍យើងនេះអ្នកណាគេនិយាយព្រោះតែញ៉ាំស្ញិញអាណាគេនិយាយដើមទៅនិយាយពីចានផងឆ្នាំងផងកប៉ិតចូលគ្នាអស់ហ្នឹងឃើញវាផ្លាស់ប្ដូរគ្នាលឿនដូចទឹកលើស្លឹកឈូកឲ្យវាកលាច់ទៅកើតវាអត់នឹកហើយដល់វាអត់នឹកអញ្ចឹងវាអត់សុខហ្នឹងចិត្តយើងត្រូវនៅឲ្យស្មើអាហ្នឹងបានសុខនឹងរៀនហាត់ចិត្តយើងឲ្យស្មើកុំឲ្យវេទនាគឺការសោយទៅនៅអារម្មណ៍ហ្នឹងវាឃ្លីងឃ្លោងបដិខៈថ្នាំងថ្នាក់ជាមួយរឿងដែលយើងជួបប្រសពនឹងច្រើនពេកចឹងហើយបានជាព្រះលោកសំដែងថាម៉េចផិនដប់ប៉ិនដោប្រមាំងរូបប៉ាំងវេទនាពុបលោបមាមរិជិកោប្រមាសញ្ញាសង្ខារាកតលុប្រមាមាយុប្រមាញ់ចវិញ្ញាណទេសតាននិច្ចពន្ធុនេរូបមានសក្តីប្រៀបធៀបនឹងដុំនៃពពុះទឹកវេទនាមានសក្តីប្រៀបធៀបនឹងកពេញទឹកដែលប៉ោងឡើងព្រួយញោមវេទនាគឺការសោយអារម្មណ៍នឹងដូចទឹកលើស្លឹកឈូកលោកឧបមាដូចអាកពេញទឹកដែលវាប៉ោងឡើងព្រួយញោមឯងស្គាល់កពេញទឹកហ៎មិនទៅគេហៅកពេញទឹកមិនទៅស្គាល់ប៉ុណ្ណឹងមិនដឹងតែទឹកប៉ោងវេទនាប្រៀបហាក់បីដូចជាកពេញទឹកអារូបនេះដូចដុំពពុះទឹកហ្នឹងខុសពីកពេញទឹកអាដុំនៃពពុះទឹកដូចញោមឯងបបស្ករឬក៏បបញោមឯងបើកឆ្នាំងបបពេលវាពុះមកវាប៉ោងឡើងហើយវាបែកពុះប៉ោងឡើងហើយបែកពុះដែរឃើញទេអាហ្នឹងគេហៅថាពពុះទឹកវាមានសភាពយឺតជាងកពេញទឹកវាលឿនចឹងអារូបយើងនេះតម្រាំបែកធ្លាយវា70ឆ្នាំអីនោះ80ឆ្នាំអីនោះយាយខ្លះកៅជាងនោះអ្នកតាខ្លះ105អីនោះបានវាបែកម្ដងអារូបហ្នឹងណាឃើញវាយូរហ៎វាប៉ោងយូរបន្តិចចឹងបានវាបែកតាកពេញទឹកអត់អញ្ចឹងទេព្រុចឲ្យសួរកពេញទឹកអត់ស្គាល់ដូចនិយាយឯងធ្លាប់ពេលធ្លាក់ភ្លៀងមកដបងដើមឆ្នាំហើយតាគាត់ទៅព្យួរដីចោលដាក់ដីចោលឲ្យវាងាប់ស្មៅធ្លាក់ភ្លៀងមករាវគឺទាញអង្គទៅព្យួរស្រែដើម្បីដាក់ត្រឡប់ស្មៅឲ្យវាងាប់ហើយដល់ពេលភ្លៀងជាប់គ្នា2មេ3មេទឹកពេញស្រែក្រោយពីពេញស្រែហ្នឹងទៅវារាំងវិញសិនណារាំងទៅពេលវាគោកវិញវាចិត្តគោកវិញហើយអាថ្ងៃកម្ដៅវាខ្លាំងអាដីយើងព្យួរហើយទឹកដក់ហើយថ្ងៃវាក្ដៅខ្លាំងញោមឯងចាំមើលអាស្អីដែលផុសចេញពីដីព្រុចលន់ដូចភ្នែកបតូអញ្ចឹងហើយឯងមិនមែនធំដូចកពេញទឹកទេអាចដូចពពុះទឹកទេវាតូចវាលឿនណាអាហ្នឹងគេហៅថាកពេញទឹកហ្នឹងវាលឿនអញ្ចឹងណាអញ្ចឹងអាវេទនានៃការសោយអារម្មណ៍នោះវាលឿនអញ្ចឹងដែរសោយអារម្មណ៍របស់យើងជាបឋមជននោះវាផ្លាស់ប្ដូរលឿនដូចខ្មែរនិយាយមិនអញ្ចឹងអាលឺសូគេនិយាយទៅសើឆ្ញាច់អាគេនិយាយមិនព្រោះទៅខឹងគេទៅហ្នឹងអាភ្លុកអណ្ដាតនេះដឹងឆ្ងាញ់ទៅសើគេឆ្ងាញ់ដល់ពេលហូបមិនត្រូវចិត្តទៅបោកចានអស់មួយអញ្ចឹងទៅអ្នកខ្លះហ្នឹងឃើញវាផ្លាស់ប្ដូរគ្នាលឿនណានឹងលឿនដូចជាកពេញទឹកអញ្ចឹងចឹងហើយបានជាព្រះលោកទូមានយើងថាបើចង់បានសេចក្តីសុខឲ្យរៀនហាត់ពុតលត់ដំការទទួលទៅនៅអារម្មណ៍ទទួលដឹងនៅអារម្មណ៍របស់យើងហ្នឹងឲ្យមានការអត់សង្កត់កុំឲ្យវាឃ្លីងឃ្លោងបដិខៈផ្លាស់ប្ដូរគ្នាលឿនពេកនឹងឲ្យរៀនញ៉ាំងចិត្តយើងឲ្យទៅជាអបេខាចិត្តខ្លះអាហ្នឹងទើបយើងដល់ទៅនៅសេចក្តីសុខអញ្ចឹងសរុបមកវិញគោថយយើងចង់បញ្ជាក់ថាញាតិញោមដែលអាចលះកាត់ពេលវេលាមកបំពេញសេចក្តីល្អមកស្ដាប់ធម៌មកធ្វើបន់បានព្រោះយើងដកភារៈគឺទម្ងន់នៃខណ្ឌ5ពីក្នុងខ្លួនយើងបានច្រើនកាលណាពេលវេលាដែលយើងបំពេញសេចក្តីល្អបានច្រើនកាលនោះបុណ្យកុសលក៏រមែងចម្រើនកើនច្រើនកាលនឹងដូចគ្នាណាញោមសូមអនុមោទនាហើយកុំទៅខឹងតោះជាមួយនឹងសេចក្តីល្អញាតិញោមខ្លះថាបាក់ទឹកចិត្តខ្ញុំកណាធ្វើល្អដូចអត់ដៃជួបផលល្អជួបតែរឿងចង្រៃសង្ស័យដូចគេថាមកពីហែកឋិនឆ្នាំទៅកណាមកពីហែកឋិនវិញអាប្តីក៏លែងចោលអាកូនក៏វាកាត់ការលែងស្គាល់ខ្ញុំកណាជាម្ដាយចុះហើយឪពុកក៏ស្លាប់ម្ដាយក៏ស្លាប់ចុះសម័យព្រះពេលព្រះអង្គមុនពេលព្រះអង្គអនុញ្ញាតឲ្យកើតឲ្យភិក្ខុចាំព្រះវស្សាមានអង្គកឋិនឲ្យបរិស័ទនឹងអនុគ្រោះដល់ព្រះសង្ឃលោកអាចក្រាលក្រងកឋិនពេលដែលព្រះអង្គត្រាស់ដឹងភ្លាមមានតនណាហែកឋិនប៉ុន្តែកាលពីព្រះអង្គមិនទាន់អនុញ្ញាតឲ្យគេហែកឋិនមុនពេលកើតកឋិនមានមនុស្សស្លាប់ឯងញោមមានទេមេដាព្រះអង្គមិនទាន់បានហែកឋិនណាព្រះអង្គទៅមកប្រសូតបាន7ថ្ងៃមេដាដាច់ចោលបាត់ហើយអញ្ចឹងសួរថាអាហ្នឹងចង្រៃមកពីហែកឋិននេះក៏មិនបើកឋិនមិនទាន់មានផងណាហើយយើងនេះតាស្អីតិចដឹងតែដាក់បន្ទុកជាមួយប៉ុនណាថាចង្រៃមកពីប៉ុនដូចនាងបដាចាថេរីអីញោមឯងមើលក្នុងមួយថ្ងៃស្លាប់ទាំងអស់ប្តីក៏ស្លាប់កូនក៏ស្លាប់2នាក់ប្តីកូន2នាក់ប្តី1 3នាក់ម៉ែឪបងប្រុសស្លាប់ក្នុងថ្ងៃតែមួយទាំងអស់ហើយសួរថាកាលហ្នឹងនាងបដាចាហែកឋិនមែនញោមហែកឋិនហើយមែនអត់ទេមានពេលណាហែកឋិនមានពេលរត់តាមប្រុសហ្នឹងទៅនៅព្រៃនោះហើយវាចង្រៃហើយបើទៅងាប់ស្លាប់តែទាំងអស់គ្នាមកផ្ទះក្នុងថ្ងៃតែមួយហ្នឹងមានមកពីហែកឋិនណាមានមកពីធ្វើបន់ណាបើយើងនេះឲ្យតែមានទុកអីមកពីធ្វើសេចក្តីល្អហើយមកវិញជួបទុកហ្នឹងតាំងបន្ទោសនឹងតាំងបន្ទោសថាមកពីធ្វើបន់ដោយអាចារ្យដាក់ធុងបាសឲ្យកូនគេរំពេលខែចូលឆ្នាំអញ្ចឹងដល់ពេលកូនគេវាយក្បាលគ្នាបែកក្បាលគេមកបន្ទោសអាចារ្យថាកុំតែអាចារ្យឯងដាក់ធុងបាសក៏កូនខ្ញុំវាយគ្នាបែកក្បាលដែរ
វាមិនមែនតែបន្ទោសកូនខ្លួនឯងហើយគេណាមនុស្សហើយមនុស្សណាតែបន្ទោសធំបាសតែបន្ទោសអាចារ្យតែបន្ទោសលោកហ្នឹងហើយអាហ្នឹងអញ្ចឹងណាអញ្ចឹងបានមកថាយើងធ្វើសេចក្តីល្អនៅពេលដែលផលល្អមិនតាន់ឲ្យផលយើងកុំអាលទោមនស្សជាមួយសេចក្តីល្អសេចក្តីល្អទោះបីបច្ចុប្បន្ននេះវាមិនតាន់ឲ្យវិបាកប៉ុន្តែអនាគតជាតិគឺមិនភ្លេចយើងទេហើយអាពូជដែលយើងអាសេចក្តីល្អដែលយើងធ្វើឥឡូវទៅជាទទួលរងទុកហ្នឹងពីព្រោះពីមុនមកយើងមុនមកកើតជាមួយម្ដាយឪពុកយើងអត់ដឹងថាមកពីណាទេយេសឿនខ្ញុំផានកូនញោម6 7នាក់ហ្នឹងពេលនិយាយយេសឿនបានដឹងពេលយេសឿនចាប់កកំណើតកូនមួយខ្ញុំឯងមានដឹងថាពេលយើងពោះដបងពេលចាប់ដើមដឹងថាមានកូនក្នុងផ្ទៃដបងពេលវាមកមុនមកកើតចាប់កំណើតមួយយើងវាមានណែបោះប្រូក្រាមប៉ុនដោយកូនគេធ្វើប្រូក្រាមប៉ុនចែកប្រាប់ភ្ញៀវហ្នឹងវាមានបោះសបុតប្រូក្រាមមកប្រាប់ថាម៉ែនេះប្រវត្តិរូបខ្ញុំម៉ែឯងទទួលបានអត់ទេខ្ញុំមកពីកន្លែងនេះពីមុនមកខ្ញុំជើងកាងណាម៉ែហ្នឹងហើយនៅក្នុងចុងភូមិអាណាដែលកាប់ចាក់គ្នាព្រឹកល្ងាចណាហ្នឹងហើយឥឡូវខ្ញុំសុំមកចោះចាប់កំណើតជាមួយម៉ែវាមានប្រាប់ប្រវត្តិរូបវាចឹងអីហ៎អត់ដឹងថាវាមកពីណាទេបើចឹងពេលមុនវាធ្វើស្អីក៏អត់ដឹងហ្នឹងហើយស្រាប់តែវាមកកើតជាកូនយើងឥឡូវហ្នឹងស្រាប់វាធ្វើល្អឧទាហរណ៍ទាំងអស់គ្នាមិនមែនតែយេផានហ្នឹងយេសាបយេសឿនហ្នឹងទាំងអស់គ្នាកូនយើងទាំងអស់គ្នាឥឡូវហ្នឹងវាធ្វើល្អមែនប៉ុន្តែប្រវត្តិរូបវាពីមុនមកមិនដឹងវាធ្វើអីខ្លះមិនដឹងវាទៅធ្វើស្អីខ្លះហ្នឹងហើយចឹងឥឡូវវាល្អប៉ាពីមុនមកមិនដឹងធ្វើអីចឹងអតីតជាហេតុបច្ចុប្បន្នជាផលចឹងអាគាត់ពងធ្វើល្អឥឡូវនេះវាអត់ទាន់ទទួលផលប៉ុន្តែគាត់ទទួលអវិបាករបស់គាត់ពីអតីតមកសិនយើងកុំឲ្យបន្ទោសសេចក្តីល្អដែលយើងធ្វើឥឡូវហ្នឹងប្រឹងចម្រើនគុណធម៌និងសេចក្តីល្អទាំងអស់គ្នាហើយបើអត់ធ្វើល្អទេអត់មានវិធីណាដែលនាំយើងបានមកមនុស្សមួយជាតិទៀតទេគ្មានវិធីទេអត់មានងូតទឹកលាងបាបដូចមនុស្សនៅឥណ្ឌាទេញោមណាទៅឥណ្ឌាដឹងហើយងូតទឹកលាងបាបមួយថ្ងៃយីពីតំរងជួគ្នាចុះស្ទឹងនឹងដើម្បីលាងបាបអាខ្លះធាក់ម៉ែមកជើងទម្លាក់លើផ្ទះចឹងទៅវហត់ទៅស្ទឹងនឹងលាងបាបចឹងទៅងូតហើយលើកមកវិញគេសើចអញអស់ហើយបាបជ្រះអស់ហ្នឹងអាវាយប្រពន្ធ3 4កាភ្លៀងចឹងទៅគេទៅចោះងូតទឹកហ្នឹងគេញឹមគេថាអញរួចអស់ហើយបាបរឿងហ្នឹងព្រះសំដែងតែមិនមែនតែមកឡូវឥណ្ឌានាំនាងងូតទល់ឥឡូវហ្នឹងទេសម័យព្រះគេងូតតាំងពីសម័យព្រះមកអាទឹកលាងបាបហ្នឹងព្រះអង្គប្ររពអំពីព្រាហ្មណ៍ចាស់ម្នាក់រឿងក្នុងព្រះសាសនានេះព្រះអង្គឲ្យយើងរៀនយល់អំពីហេតុនិងផលអត់មានអ្វីដែលកើតឡើងដោយមិនមានហេតុទេអញ្ចឹងយើងចង់បានសេចក្តីសុខវាតើយើងសន្សំពូជនៃសេចក្តីសុខខ្លួនយើងអត់មានអ្នកណាសំជំនួសទេហើយបើយើងអត់បានធ្វើសេចក្តីល្អក៏អត់មានវិធីណានាំយើងទៅកន្លែងល្អបានដែរទៅកន្លែងសុខបានដែរអត់មានវិធីលាងបាបទេអត់មានវិធីផ្សេងដតីក្រៅអំពីចម្រើនសេចក្តីល្អខ្លួនយើងទេហើយក៏អត់មានព្រះណាចាំទទួលបាបជំនួសយើងដែរណ៎ព្រះអង្គប្រពអំពីព្រាហ្មណ៍ចាស់ហ្នឹងគាត់ពីក្មេងមកគាត់អ្នកកាប់ជ្រូកកាប់គោកាប់ក្របីញោមដល់ពេលគាត់ចាស់ឈឺធ្ងន់ទ្រុឌទ្រោមទៅធម្មតាញោមមនុស្សយើងពីក្មេងធ្វើចោលលួចឆក់ប្លន់មិនក៏ដោយប៉ុន្តែពេលដែលវ័យចុងក្រោយទៅតែងមានសេចក្តីតក់ស្លុតចំពោះខ្លួនឯងហើយញោមចំណាំមើលគឺពីក្មេងមកខូខៅបណ្ណាក៏ដោយប៉ុន្តែពេលចាស់ចិត្តដាច់ខ្យល់នឹកឃើញសង្វេគខ្លួនឯងពីក្មេងមកកំហុសគ្រប់យ៉ាងដែលខ្លួនឯងធ្លាប់ធ្វើឬកំថាឡើយដល់ឲ្យលួចឆក់ប្លន់កាប់សម្លាប់អ្នកដតីសំបីតាប្រព្រឹត្តផិតក្បត់ប្រពន្ធកូនខ្លួនឯងមានចិត្តធ្លាប់ប្រព្រឹត្តក្បត់ប្រពន្ធកូនខ្លួនឯងតែម្ដងហ្នឹងក៏មនុស្សហ្នឹងពេលដែលឈឺធ្ងន់ទៅគឺមានវិបរិសារីខ្លួនឯងដេកគិតស្រក់ទឹកភ្នែកពិចារណាថាពេលដែលប្រពន្ធកូននៅចុងជើងសបាច់ដៃសបាច់ជើងថ្នាក់ថ្នមពេលដែលខ្លួនឯងឈឺចាប់ផ្ដើមទឹកភ្នែកពិចារណាថាអញកាលដែលនៅមានកម្លាំងមិនគួរណាធ្វើអញ្ចឹងដាក់ប្រពន្ធដាក់កូនហ្នឹងហើយដែលពួកគាត់យកចិត្តទុកដាក់គ្មានអាណាជាទីពឹងបានក្រៅអំពីប្រពន្ធកូនខ្លួនឯងចាប់ផ្ដើមសង្វេគដោយតាព្រាមចាស់ពីក្មេងមកគាត់កាប់សម្លាប់គោកបីព្រឹកល្ងាចគាត់អ្នករស់ស៊ីកាប់សាច់គោញោមហ្នឹងហើយគោឃាតដូចគោឃាតកៈចឹងដែរអ្នករស់ស៊ីកាប់សាច់គោលក់សាច់សត្វលក់ហើយដល់ចឹងទៅពេលដែលគាត់ចាស់ឈឺធ្ងន់ទៅគាត់សង្វេគខ្លួនគាត់ទៅអញហើយអញតាំងពីកើតមកទល់គ្នាចំណាស់នេះមួយថ្ងៃដឹងតែធ្វើតែបាបធ្វើតែសេចក្តីអាក្រក់ប៉ុន្តែដឹងតែខ្លួនឯងធ្វើតែបាបធ្វើតែសេចក្តីអាក្រក់ប៉ុន្តែអត់មានទៅរកសេចក្តីល្អឯណានាំគ្នាទៅងូតទឹកលាងបាបជួមនុស្សម្នាក់ទៅលាងតែបាបចឹងតានេះដល់ចាស់ទៅនាំខ្លួនឯងនឹងបលឹមឡើងអាពេលព្រឹកតិចណាគាត់ធ្វើទរណកម្មខ្លួនគាត់តែម្ដងមិនមែនទៅងូតអាពេលថ្ងៃរះថ្ងៃក្តៅដូចគេត្រឹមត្រូវអីបលឹមឡើងថ្នាក់ព្រឹកបលឹមឡើងអាមេឃពងតតិចខ្លាំងហ្នឹងគាត់ចុះទៅឈរហើយញាក់ទៅទឹកចឹងនៅកណ្ដាលទឹកហើយមានទារិកាមួយនៅក្នុងក្រុងសាវត្ថីនោះគាត់បលឹមឡើងគាត់ចេះតែដងទឹកនៅក្នុងស្ទឹងហ្នឹងកាន់ក្អមទៅដងទឹកអាទឹកហ្នឹងសពក៏គេយកទៅបដែតក្នុងហ្នឹងអាមនុស្សក៏ចូលក្នុងហ្នឹងហ្នឹងអាស្អីក៏ចូលក្នុងហ្នឹងអាផឹកក៏នៅក្នុងហ្នឹងដែរនឹងឥណ្ឌាណាក៏ក្រិចអស់ត្រឹមគាត់ហើយតិចលោថាយាយណាទៅលេងឥណ្ឌាច្រឡំចោះបាត់ជើងតូចតាមព្រៃអីហ្នឹងជន់ឥណ្ឌាឡើងលើឡានចែកគ្នាហិតហ្នឹងពេញដីទាំងអស់តានេះចោះទៅឈរត្រាំទឹកហ្នឹងរឹងធៀមរឹងដៃរឹងជើងប្រហែលជា4 5ម៉ោងអញ្ចឹងទៅបានគាត់ងើបទៅ10ភួយត្រឡប់មកផ្ទះវិញមកសែកឡើងទៅឈរកណ្ដាលទឹកហ្នឹងទៀតញាក់ទៅត្រឹកចឹងនាងទារិកានឹងឃើញអញ្ចឹងឆ្ងល់ក៏សួរតាមិនបានចេះមកឈរត្រាំទឹកទាំងព្រឹកកាត់ទាំងព្រឹកគេគ្រប់គ្នាពាក់ទាំងស្រោមដៃស្រោមជើងពាក់ទាំងអាវ2 3ជាន់គេល្ងាណាស់មិនទាំងបានចុះទឹកដូចតាផងឲ្យតាមកធ្វើទរណកម្មអីខ្លួនឯងហ្នឹងតាចៅហើយចៅតាមានបាបច្រើនណាស់
ហើយតាមានបាបច្រើនហ្នឹងតាមកច្រាវត្រាំទឹកដើមបីអីអីចៅទឹកហ្នឹងជាទឹកលាងបាបគេមកលាងគ្រប់តែគ្នាចឹងតាមកត្រាំទឹកលាងបាបនាងហ្នឹងក៏ឈប់មាត់ឈប់កទៅដងទឹកហើយទៅផ្ទះវិញទៅនាងថាអូអញ្ចឹងណោះតាទៅផ្ទះទៅស្អែកឡើងមកឃើញតាហ្នឹងទៀតសួរទៀតខាន់ស្អែកមកទៀតសួរទៀតសួរអដែលតានេះធំបានហើយចៅឯងមកមិនចិត្តតែសួររាល់ថ្ងៃហ្នឹងថ្ងៃណាក៏សួរតាដែលសំណួរអដែលហ្នឹងតាប្រាប់ឲ្យតាមកឈរត្រាំទឹកលាងបាបចៅឯងស្រាប់បានទេនាងទារិកាក៏បានពោលថាបានលឺឲ្យតាចៅលឺណាបើចៅចេះចង់សួរតាទៅថាអដែលហ្នឹងដើម្បីឲ្យតាហ្នឹងមានសតិពិចារណាហីមកមើលងាយឯងអត់សតិអាម៉េចចៅនិយាយមិនសមរម្យអញ្ចឹងចៅជាកូនចៅអ្នកណាដំបងខឹងតាកុំអាលខឹងខ្ញុំចង់និយាយថាតានិយាយឲ្យតាមានសតិភ្ញាក់រលឹកនឹកឃើញថាបើសិនជាទឹកហ្នឹងវាទឹកលាងបាបមែនលាងបាបមនុស្សគ្រប់គ្នាមែនវាគួរតែលាងត្រីលាងកពើក្នុងហ្នឹងមុនតាទៅទៀតព្រោះអាត្រីក្តាមដើកកពើវាដេកក្នុងទឹកហ្នឹងរាប់ពាន់ឆ្នាំមកដូចដើកអីនេះ500ឆ្នាំបានងាប់ចឹងអាដើកនេះវានៅតែដើកនៅក្នុងទឹកវាអត់ឡើងមកមនុស្សសោះវាគួរតែលាងអស់បាបវាទៅផុតពីដើកមកមនុស្សហើយអាត្រីអីនេះកពឹសអីនេះបកងអីនេះបើលាងបាបវាអស់ហើយវាអត់ជាប់មងយើងទេព្រោះវាអស់បាបហើយវាមិនត្រូវមកជាប់មងយើងមកចូលឆ្នាំងតានេះវិញបើវាលាងបាបជ្រះអស់ហើយវាអត់ជាប់មងទេបើវាអត់មានបាបនោះហ្នឹងហើយកពើអីនេះវាលែងនៅកពើហើយវាមកមនុស្សវិញអស់ហ่ะដល់នាងថាអញ្ចឹងទៅស្រាប់ដូចមានហេតុផលមួយយ៉ាងដែរតើនាងបើមនុស្សមកត្រាំមកផ្លែតលាងបាបអស់ម្លេះសំលាងអាសត្វតិរិឆានក្នុងនឹងឲ្យវារួចពីតិរិឆានអស់អាត្រីវានៅតែត្រីអត់មានលាងឲ្យចេញមកមនុស្សផងហ្នឹងអាកពើវានៅតែកពើអត់មានលាងឲ្យមកមនុស្សផងអាដើកវានៅតែដើកអាក្តាមវានៅតែក្តាមអានេះវាដេកត្រាំក្នុងទឹកនឹងទាំងផឹកទាំងល្ងាចរាល់ឆ្នាំរាល់ខែផងអញមកត្រាំតែ2 3ថ្ងៃលាងអាមិនអស់ដល់អញ្ចឹងស្ដាប់ពិចារណាទៅអូចៅហើយអញកំពុងតែប្រព្រឹត្តខុសហើយម្លេះសំអញប្រឹងតែ3 4ថ្ងៃទៅដៃចោលងាប់បើឯងចាស់ផងឯងមកច្រត្រាំទឹក3 4 5ម៉ោងញាក់តែត្រឹកទៅត្រឹងរាល់តែព្រឹកនេះក៏ឲ្យសម្ពុតថ្មីមកប្រដាប់ឲ្យតនាងទេរិកានឹងទៅឲ្យអរគុណនាងពីថ្ងៃហ្នឹងទៅក៏សួរនាងថាចុះនាងបានពាក្យហ្នឹងមកពីណានាងចេះមកពីណាតើទេខ្ញុំមិនមែនចេះដោយខ្លួនឯងទេខ្ញុំមានគ្រូហើយចុះគ្រូរបស់នាងអ្នកណាគឺព្រះសាសនានាមសមណៈគោតមចឹងចុះព្រះសមណៈគោតមគង់នៅតាណាគង់នៅវត្តចេតពុនឥឡូវតាទៅស្រាប់ធរខ្ញុំនេះមិនប្រកែអីទេខ្ញុំមិនចេះទេគ្រាន់តែស្រាប់ព្រះទៅវាចេះតិចតួចចឹងតាចង់ភ្លឺចង់ច្បាស់ទៅជួបព្រះក៏បានតាព្រាមចាស់ទៅស្ដាប់ធម៌បួសទាំងវ័យចាស់នឹងញោមបានស្ដាប់ធម៌ជីវិតចុងក្រោយហើយនឹងបានសម្រេចត្រឹមសោតាប័នមុនពេលគាត់ស្លាប់ទៅខ្ញុំឃើញទេចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ទៅសើថាទឹកជ្រៅដែលអាចមើលឃើញបាតដីបានពីព្រោះទឹកនឹងវារងថ្លាដោយមិនមានកកល្អក់នៅពីក្រោមបុគ្គលមិច្ឆាទិដ្ឋិដែលងងឹតឆឹងដែលអាចមើលឃើញផ្លូវដើរឲ្យភ្លឺទៅបានតតែបុគ្គលនឹងបានស្រាប់ទៅនៅព្រះធម៌ហើយជាក់ច្បាស់ស្រាប់ដោយយោនិសោមនសិការៈចឹងញោមទាំងអស់គ្នាត្រូវស្រាប់ធម៌ដោយយោនិសោមនសិការៈស្រាប់ហើយតាំងទុកក្នុងចិត្តហើយដល់ទៅនៅការពិចារណារកហេតុនិងផលពេលណាយើងរកហេតុរកផលឃើញហើយយើងដឹងច្បាស់ថាកន្លែងហ្នឹងចម្រើនកន្លែងនេះវានេះកន្លែងនេះផ្លូវនាំយើងទៅកាន់ទីរលត់ទុកកន្លែងផ្លូវកន្លែងនេះផ្លូវនាំឲ្យយើងជាប់ជាពាក់ទៅនៅក្នុងកងទុកតើយើងច្បាស់អញ្ចឹងបានយើងដើរទៅក្នុងផ្លូវមួយដែលត្រូវអាចអត់សង្កត់ខ្លួនយើងឲ្យរួចចាកទៅនៅសេចក្តីទុកបានណាញោមសូមអនុមោទនាអញ្ចឹងសរុបមកអ្វីដែលអាត្មាលើកអំបញ្ញមិញមួយម៉ាត់ទៀតចុះចង់មានន័យថាបើយើងអត់ប្រព្រឹត្តសេចក្តីល្អទេអត់មានវិធីណានាំខ្លួនយើងទៅកន្លែងសុខបានទេអត់នាំខ្លួនយើងទៅកន្លែងចម្រើនបានទេអត់មានព្រះណាមកជួយស្រង់បាបយើងបានទេអត់មានវិធីណាដែលលាងបាបយើងបានក្រៅអំពីសេចក្តីល្អដែលយើងប្រឹងចម្រើននឹងទេហើយអាសេចក្តីល្អដែលយើងចម្រើនហ្នឹងមិនមែនជាវិធីលាងបាបទេណាមែនតែខ្ញុំកណាជាពាក់កម្មគេច្រើនណាឥឡូវខ្ញុំកណាមកសុំសិលមួយដេចគុណមកស្ដាប់ធម៌មកធ្វើបុណ្យឲ្យលាងបាបជ្រះអត់ទេពុទ្ធសាសនាក៏អត់មានវិធីលាងបាបដែរគ្រាន់តែថាលោកដាស់តឿនឲ្យយើងប្រឹងចម្រើនសេចក្តីល្អដើម្បីអីអាបាបវានៅតែបាបដដែលអាលួចគេវានៅតែសងគេវិញក្នុងជាតិណាមួយដដែលអាជេរគេគង់តែគេជេរវិញក្នុងពេលណាមួយដដែលប៉ុន្តែចោះធ្វើល្អតែអីចឹងបើធ្វើឲ្យអត់លាងបាបស៊ីសងនេះដែរថាធ្វើល្អនឹងដើម្បីឲ្យយើងបានចម្រើនសេចក្តីល្អទៅជាមួយខ្លះឲ្យយើងទៅអនាគតជាតិទៅកុំឲ្យវាទទួលតែទុក្ខវេទនាឲ្យវាមានសុខវេទនាលាយជាមួយទុក្ខវេទនាខ្លះកុំឲ្យវាយើងជួបតែសេចក្តីទុក្ខពេកហ្នឹងកុំឲ្យជួបតែសេចក្តីវេទនានៃរះប្រត់ប្រាស់នឹងខ្លាំងពេកយើងចម្រើនសេចក្តីល្អដើម្បីញ៉ាំងខ្លួនយើងទៅកន្លែងល្អនឹងអាសេចក្តីអាក្រក់ដែលយើងធ្លាប់ធ្វើមកវាដឹងតែជាប់ប៉ុន្តែសេចក្តីល្អដែលយើងធ្វើក៏វាអត់បាត់ដូចគ្នាអញ្ចឹងដែរអញ្ចឹងយើងប្រឹងចម្រើនគុណធម៌និងសេចក្តីល្អសម្រាប់ខ្លួនយើងទាំងអស់គ្នាណាញោមសូមអនុមោទនាមនុស្សយើងកាលណាចត់តិបដិសន្ធិឃ្លាតប្រត់ទៅកាន់លោកមួយផ្សេងទៀតហើយយើងអត់អាចជូនបាយទឹកនំចំណីត្រីសាច់លុយកាក់ប្រាក់កាសឬរបស់ណាមួយដោយផ្ទាល់ដៃបានទៀតទេទោះបីជាយើងចង់ជូនបាយទឹកនំចំណីត្រីសាច់លុយកាក់ប្រាក់កាសសម្ពុតអាវសៅស្បៃឬរបស់ប្រើប្រាស់ណាមួយទៅកាន់លោកនឹងគឺមិនអាចអត់អាចទេញោម
ចឹងបានមានញាតិញោមខ្លះគាត់ស្ដាប់ចឹងទៅគាត់ថាចុះពេលគេស្លាប់ហ្នឹងកណាឃើញគេដាក់បាយដាក់ម្ហូបដាក់ទឹកហើយអាពេលថ្ងៃសែនចូលឆ្នាំចិនឆេងម៉េងជុំបិណ្ឌចូលឆ្នាំហ្នឹងឃើញគេដាក់មន់ស្ងោទាខ្វៃរបស់របរនៅមុខភ្នោហ្នឹងចុះអាហ្នឹងបានអត់ទេអត់បានទេញាតិញោមគឺมันមានផលទៅទេនិយាយមួយម៉ាត់ដោយខ្លីគឺគ្មានផលសម្រាប់អ្នកស្លាប់ទេចុះបើគ្មានផលចឹងគេនាំគេដាក់ទៅអីគឺវាមិនមែនអត់ផលសោះទេប៉ុន្តែបើសំដែងតាមកពីគឺជាការអត់ផលទៅទេព្រោះព្រះអង្គសំដែងថាហិរញ្ញេនកយាកយ៉ាងឯតោតិននេនយាពេទេពេតាកាលកតាតហឹងញោមព្រះអង្គថាអ្នកស្លាប់ទៅហើយចង់ឯងយំសោកសឹកសួលអួលអាក់ស្ដាយសំណោះអាឡោះឡៃដាក់បាយដាក់ទឹកយ៉ាងណាក៏ជាការអត់ផលទៅទេបងអាអ្នកស្លាប់ទៅហើយយើងចង់យំចង់ស្ដាយបោកខ្លួនអាម៉េចក៏ជាការអត់ផលដែរហើយចង់ដាក់បាយដាក់ទឹកនំចំណីអាម៉េចក៏ជាការអត់ផលទៅទេប៉ុន្តែថាមិនអត់ផលទេប៉ុន្តែកាពីលោកបញ្ជាក់ថាជាការអត់ផលទៅទេហ្នឹងគឺលោកចង់សម្ដៅថាយើងយកបាយទៅឲ្យអ្នកស្លាប់ហ្នឹងគឺវាអត់បានដូចណឈ្មោះស្អីទេគាត់នឹងញោមឈ្មោះអីឈ្មោះហ្នឹងទៅប៉ុន្តែគាត់នឹងយំស្ដាយកូននឹងញោមមើលអាកូនប្រុសមានតែមួយបងរឿងមួយច្រើនពេលលោកខាននិយាយយូរផ្លេចឈ្មោះកូនប្រុសមានតែមួយហើយដល់ពេលកូនឈឺធ្ងន់អត់យកកូនទៅពេទ្យទេណាញោមខ្លាចអស់លុយគាត់នឹងមានទ្រព្យច្រើនប៉ុន្តែកំណាញ់អត់យកទៅពេទ្យហើយរកគ្រូថ្នាំក៏អត់រកគ្រូមកដាក់មើលកូនដែរណាទៅរកគ្រូថ្នាំក៏អត់យកកូនទៅផ្ទះគ្រូដែរខ្លាចកែងលោយកទៅខ្លាចអស់លុយអស់ទ្រព្យខ្លាចតែកាលណាយកទៅផ្ទះគ្រូមិនត្រូវយកតំណឹបយកចេកយកនំយកលុយយកកាក់អង្គអីរបស់របរធូបទៀនអីយកទៅហ៎បើអញ្ចឹងអត់យកកូនទៅឲ្យទុកកូនចោលនៅក្នុងផ្ទះហ្នឹងទៅឲ្យខ្លួនឯងទៅផ្ទះគ្រូធ្វើអារបៀបដូចទៅលេងអញ្ចឹងហើយទៅសួរលោកគ្រូពីនេះពីនោះទៅចុះលោកគ្រូបើអាមនុស្សដូចថាវាក្តៅក្នុងខ្លួនញ័រញាក់ណាហ្នឹងតើគេមិនទៅណោះគេតើគេដាក់ថ្នាំមិនណាហ្នឹងណាដើម្បីគ្រូនិយាយប្រហើមកខ្លួនឯងទៅជីកទៅគាត់ទៅផ្សំខ្លួនឯងអត់ហ៊ានយកកូនទៅឲ្យគ្រូមើលខ្លាចអស់លុយរិះដល់ប៉ុណ្ណឹងញោមហើយនិយាយពីនាឡិកាខ្សែដៃខ្សែកអីមិនទាន់មាននាឡិកាចំណន់ហ្នឹងញោមខ្សែដៃខ្សែកអីដំឲ្យកូនប៉ាន់កដៃនោះប៉ាន់ដំឲ្យអត់ឲ្យកូនពាក់ចេញក្រៅផ្ទះពាក់តែក្នុងផ្ទះណាពេលណាចេញក្រៅផ្ទះដោះទុកឲ្យខ្លាចគេលោកគេឃើញគេសុំអីចាចឹងដែរពាក់តែអីពាក់តែក្នុងផ្ទះវាកំណាញ់ដល់ប៉ុណ្ណឹងញោមទៅសួរគ្រូនឹងគេគិតទាំងគាត់នឹងកំណាញ់រហូតដល់ថ្នាក់កូនខ្លួនឯងឈឺធ្ងន់នៅតែអត់ហ៊ានយកកូនមកឲ្យឯងមើលទេអាកំណត់មកសួរចង់ទៅផ្សំថ្នាំខ្លួនឯងឯងគ្រូគេដឹងអញ្ចឹងគេប្រាប់ថ្នាំហ្នឹងមិនឲ្យត្រូវឯងញោមគេប្រាប់ចេះថាពីនេះខ្លះពីនោះខ្លះថាខុសខ្លះណាយេដល់អញ្ចឹងស្រាប់តែទៅផ្សំខ្លួនឯងមែនទៅផ្សំយកមកដាក់កូនមានជាណាញោមអាកូននេះចេះឈឺធ្ងន់ទៅចិត្តដែកចោលដល់ចិត្តដែកចោលវានឹកឃើញឲ្យឯងកំណាញ់នោះកំណាញ់ហើយកូនមានតែមួយហើយឲ្យឯងស្រឡាញ់កូនណាស់ប៉ុន្តែសំបីតែកូនឈឺយកទៅពេទ្យក៏មិនហ៊ានយកទៅផ្ទះគ្រូក៏មិនហ៊ានយកទៅកូននៅរស់មានកម្លាំងចង់ធ្វើបន់ក៏មិនឲ្យទៅវត្តទៅធ្វើបន់គេហើយដល់ចិត្តដែកចោលទៅអាឈឺធ្ងន់មែនតើនឹកឃើញគុណពុទ្ធគុណពធគុណព្រះសង្ឃចង់ថ្វាយអង្គមព្រះហ្នឹងគ្រាន់តែនឹកក្នុងចិត្តចឹងព្រះអង្គលោកជ្រាបចឹងព្រះអង្គអត់មុនមកទេព្រះអង្គញ៉ាំងអធិវត្ថិប្រើដរិទ្ធគឺឲ្យកូនហ្នឹងឃើញបងនឹងឲ្យកូនហ្នឹងឃើញដូចព្រះមកត្រង់ក្បែរឈរក្បែរចឹងណាញោមនឹងដូចនិមិត្តឲ្យឃើញចឹងទៅក៏លើកដៃសាពះប៉ិនអត់ងើបថ្វាយអង្គមរួចទេក៏ថ្វាយអង្គមក្នុងចិត្តអាមនុស្សវាឈឺធ្ងន់មែនតើហើយនោះញោមកន្លែងហ្នឹងចង់ផ្ដាំញាតិញោមបន្តិចដែរយកជាមេរៀនជីវិតថាយើងប្រឹងសន្សំលុយកាក់យ៉ាងម៉េចក៏ដោយប្រឹងរកស៊ីយ៉ាងម៉េចក៏ដោយកុំឲ្យភ្លេចសុខភាពញោមមកពេលណាយើងមានទ្រព្យទោះបីច្រើនប៉ុណ្ណាក៏ដោយប៉ុន្តែនៅពេលដែលយើងឈឺធ្ងន់ដូចដល់ថ្នាក់ដូចគាត់នឹងអញ្ចឹងណាដល់ពេលដេកនៅកន្ទេលបានដឹងថាអារបស់ដតីក្រៅខ្លួនយើងគឺលែងមានតម្លៃទាំងអស់ពេលណាឈឺដាក់ទឹកលែងចូលដាក់បាយលែងចូលបានដឹងថាអ្វីនៅក្រៅខ្លួនយើងគឺគ្មានតម្លៃទាំងអស់ហ្នឹងអាត្មាហ្នឹងហើយអ្នកធ្លាប់ឈឺធ្ងន់ញាតិញោមណាមិនទាន់ធ្លាប់ឈឺធ្ងន់អត់ដឹងទេអាឈឺចិត្តដៃចោលអាត្មានេះមិនមែនចិត្តដៃចោលទេដៃចោលហើយហ្នឹងដល់ថ្នាក់ទៅកាឡម៉ែតនៅតែអុកស៊ីហ្សែនហ្នឹងមួយអាទិត្យហើយមើលទៅអានោះវាដាក់តែសេរ៉ូមហើយនឹងអុកស៊ីហ្សែនដល់អញ្ចឹងក៏បញ្ជូនទៅរកយ៉ាល់ភ្នំពេញបានតែ2ថ្ងៃអស់ណែ17000ណែ2ថ្ងៃហ្នឹងហើយចេញពីរកយ៉ាល់ភ្នំពេញទៅថៃហ្នឹងគេនៅអាបន្ទប់ណែ ICU គេនោះ2ថ្ងៃrồiអត់ទៅមកទៀតដប់ឡានទៅថៃញោមហ្នឹងគាត់គិតគ្នាថាបើដាក់យន្តហោះគីឡូដាច់កដាលផ្លូវអីពិបាកធ្វើឯកសារមកវិញគេគិតដូចខ្មោចចឹងណាអញ្ចឹងញោមគាត់គិតគ្នាមានយំវួចយំគៀងអីទាំងអស់គ្នានឹងពុទ្ធបរិស័ទអ្នកមានឧបការៈលើអាត្មាញោមប្រហែលគ្រួសារ 4-5 គ្រួសារហ្នឹងនៅភ្នំពេញហ្នឹងគាត់គិតគ្នាថាដាក់យន្តហោះទៅខ្លាចដាច់ទៅវាពិបាកធ្វើឯកសារញ៉ៃយកមកវិញអញ្ចឹងជិះឡានទៅយើងដាច់ត្រឹមណាដឹកមកវិញត្រឹមហ្នឹងវាអត់ពិបាកចឹងក៏ដឹកឡានពេទ្យគេដាក់អាឡានពេទ្យដាក់អ្នកពេទ្យ 3-4 នាក់នៅក្នុងឡានហ្នឹងសម្រាប់មើលយើងហ្នឹងហើយឡានមួយហើយនឹងតកង់មួយហ្នឹងហើយខាងយើងនេះទៅម្នាក់តាមឡានហ្នឹងទៅក្រៅហ្នឹងគេជិះយន្តហោះទៅតាមក្រោយហើយកាលណាឡានពេទ្យហ្នឹងដូចជា 3500 ពីខ្មែរដល់ថៃហើយពេទ្យ 4 នាក់ហ្នឹងថ្លៃអាពេទ្យហ្នឹងហើយចឹងទៅទៅដល់ថៃបានមួយទឹកបានធូរគេមានបច្ចេកទេសគេព្យាបាលហើយឯងនេះអត់ទេដឹងអាពីចាក់ដោតហើយយកអាពិលមកចោះ
មកឆ្លោះមាត់ហើយចឹងគ្រាន់តែលើកអាឈើនោះហើបមាត់ទៅចាក់ដោតហើយដល់ញោមគាត់អាសាហុចលុយទៀតយកទៅចេញចូលដូចកថាចឹងមកម្នាក់ចឹងគាត់ឲ្យ 100000 ម្នាក់ឲ្យ 100000 អ្នកឲ្យ 100000 ណាញោមគាត់ណែចែកលុយឲ្យហ្មងឲ្យពេទ្យយកចិត្តទុកដាក់ហើយដល់ចឹងវាចេញចូលដូចកថាចឹងហ្នឹងអាផ្លាស់ដូរនេះចេញចូលបាទនឹកគឺអាពេទ្យខ្មែរយើងនេះមែនតែនទៅណអាចឹងអីហើយចេះក៏បន្ទោសគេថាយកលុយទៅចោលស្រុកគេមិនបើនៅឯងងាប់បាត់ហ្នឹងដល់ទៅគេទៅបាទនៅរស់នេះអាចារ្យនេះចែកជើងគ្នាអញឲ្យគេវើចែកគ្នាហ្នឹងហើយដល់ពេលយើងឈឺធ្ងន់អញ្ចឹងនៅតែដង្ហើមដកទៅតអាទឹកក៏ដាក់លែងចូលអាបាយក៏ដាក់លែងចូលបានដឹងថាអ្វីគ្រប់យ៉ាងតាំងពីគេឈ្មោះកិត្តិយសទ្រព្យសម្បត្តិអ្វីដែលយើងខំមកគឺគ្មានន័យទាំងអស់ចឹងបាទអាត្មាយកអានឹងជាមេរៀនមួយដែរថាញាតិញោមប្រឹងយ៉ាងម៉េចក៏ដោយកុំឲ្យភ្លេចសុខភាពណាញោមណាអ្នកខាងព្រាមកុំឲ្យភ្លេចខ្លួនឯងនិយាយខ្លះធ្វើបន់ភ្លេចខ្លួនឯងទៀតណាកូនគេផ្ញើលុយមួយខែពីរោងចាក់មក200,000កាទៀវមួយចាន 100,000 2អត់ហ៊ានស៊ីប៉ុន្តែអាចារ្យប្រកាសខ្លោងទ្វាណែតសពហៀមួយ3លានឆ្លើយមុនគេទៀតហ្នឹងអាហ្នឹងធ្វើបន់អាយុខ្លីអាហ្នឹងគេហៅបន់អាយុខ្លីហ្នឹងអញ្ចឹងដល់យើងយល់អំពីរបៀបនៃការរស់នៅអំពីខ្លួនឯងនោះយើងនិយាយរឿងហ្នឹងនេះដល់ពេលឈឺធ្ងន់នឹកឃើញចង់ថ្វាយអង្គមព្រះដល់ចង់ថ្វាយអង្គមព្រះព្រះអង្គលោកនិមិត្តប្រើដោយរិទ្ធមកនៅដូចនៅឈរក្បែរអញ្ចឹងក៏លើកដៃសាពះហើយតាំងចិត្តដោយសច្ចវិទ្យាថ្វាយអង្គមព្រះម្ដងពីរដងទៅក៏ដាច់ខ្យល់ទៅទៅសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកនោះហើយអាអូននេះញោមមកកូនវាមានតែមួយអាប្រពន្ធវាអត់ឯងពោះម៉ាយហើយនឹកថាទ្រព្យសម្បត្តិឯងទាំងអស់ហ្នឹងគឺពេលឯងស្លាប់ទៅទុកឲ្យកូនហើយដល់ពេលអាខំកំណាញ់រីស្វាត់មកហ្នឹងថាទុកឲ្យកូនទាំងអស់ប៉ុន្តែកូនស្លាប់មុនទៅយកពីយំបោកខ្លួនស្ដាយកូនញោមហ្នឹងហើយដល់អញ្ចឹងទៅញោមឲ្យតែព្រឹកឡើងឲ្យចុងភៅរៀបចំបាយមហូបហើយឆាមកសួរមានខមានអីអាកូនចង់ស៊ីកាត់នៅរស់ហ្នឹងអត់ធ្វើឲ្យស៊ីខ្លាចអស់លុយអាឆាមកសួរអីហ្នឹងអត់ហ៊ានឲ្យស៊ីដែរដល់ពេលកូនស្លាប់ហើយក៏មកចង់ភៅឲ្យឆាមកសួររាល់ថ្ងៃយកទៅអ្វីដែលកូនទាហ្នឹងណាអាកាលកូននៅរស់អត់ឲ្យទេប៉ុន្តែពេលកូនដាច់ខ្យល់ហើយបាននាំនេះបានឲ្យចង់ភៅធ្វើហើយចឹងទៅដាក់មកស្រាក់ទៅគេយកទៅអង្គុយនៅកណ្ដាលព្រៃហ្នឹងគេយំអោភ្នោកូនហ្នឹងកូនណាយកូនមានឪពុកកូនឡើងមកកូននេះឆាមកសួរកូនឯងចង់នោះកូនឡើងមកកូនឡើងមកឲ្យឆាមកឲ្យកូនមកហូបតិចទៅកូនមកនិយាយមួយឲ្យតិចមកយំអោភ្នោហ្នឹងបាទ4 5ម៉ោងចឹងបានត្រឡប់មកផ្ទះវិញស្អែកឡើងទៅយំទៀតហើយដល់អាកូននោះប្រមាលមើលតើឪអញពងធ្វើអីចេះដូចមកនឹងដូចនឹកឪអត់បានធ្វើបន់សោះហើយឯងនេះក៏នឹកថ្វាយអង្គមព្រះប៉ុណ្ណឹងបានមកឋានសួគ៌ឲ្យឪអញអត់ដែរធ្វើបន់ដែរដូចចង់ទៅប្រុសឪផងក៏ប្រមាលមើលមកគឺឪឯងពងយំឪភ្នោនេះហើយហៅកូនឲ្យមកហូបនេះដល់អញ្ចឹងក៏និមិត្តខ្លួនចុះមកនិមិត្តធ្វើកូនក្មេងទូចមួយវាយំក្បែរហ្នឹងដែរអាឪនេះពងយំឪភ្នោកូនអាកូននេះពងយំទៅធាក់ដីនៅក្បែរហ្នឹងដែរអាក្មេងតូចហ្នឹងដល់អញ្ចឹងតានេះសួរហើយចុះអាចៅឯងមកពីណាទៅឯណាមិនបានមកយំនៅកណ្ដាលព្រៃឯងកូនពីណាមិនបានមកយំនៅកណ្ដាលព្រៃទេសួរអាក្មេងណាខ្ញុំយំចង់បានប្រច័ណ្ឌនៅលើមេឃខ្ញុំចង់បានប្រច័ណ្ឌខ្ញុំស្រឡាញ់ប្រច័ណ្ឌណាខ្ញុំចង់ឲ្យប្រច័ណ្ឌហ្នឹងមកក្បែរខ្លួនខ្ញុំចង់បានប្រច័ណ្ឌអាតាហ្នឹងថាចុះឯងកូនចៅពីណាមិនក៏ឈួតអីឈួតម៉េះវាមិនដែរអាណាយំចង់បានប្រច័ណ្ឌនៅលើមេឃអាកូនហ្នឹងវាថាមិនខ្ញុំវាថាវិញតាតែឯងថាខ្ញុំឈួតខ្ញុំយំចង់បានប្រច័ណ្ឌខ្ញុំមើលឃើញភ្នែកខ្ញុំមើលឃើញនឹងភ្នែកខ្ញុំយំចង់បានរបស់មើលឃើញភ្នែកតែឯងថាខ្ញុំឈួតហើយតែឯងយំស្ដាយកូនឲ្យកូនមកហូបបាយទាំងតែកូនចូលក្នុងដីបាត់មើលលែងឃើញហើយនេះតែឯងយំស្ដាយកូនតើខ្ញុំឲ្យតែឯងអាណាឈួតយ៉ាងណាហ្នឹងអាកូនហ្នឹងវាមិនទាន់ឲ្យដឹងតែកូនទេវានិមិត្តខ្លួនទៅកូនម៉ែងតូចមួយមកយំហើយវាថាតែឯងឲ្យខ្ញុំនឹងគិតមើលខ្ញុំយំចង់បានប្រច័ណ្ឌមើលឃើញហើយតែឯងយំស្ដាយកូនតែកូនចូលក្នុងដីហើយនេះហៅកូនមកហូបបាយនេះតើតែឯងឲ្យខ្ញុំណាអាណាឈួតជាអាណាយីភ្ញាក់ព្រឺតមកខ្ញុំដល់ក្មេងនិយាយខ្ញុំភ្ញាក់ព្រឺតហើយចុះឯងកូនចៅពីណាខ្ញុំកូនតែឯងហ្នឹងហីកូនអញណាកូនអញកំឡោះស្លាប់ដាច់ចោលនៅក្នុងដីនេះអញអត់មានកូនប៉ុណ្ណឹងទេកូនអញស្អាតណាស់ល្អណាស់កូនអញហើយស្លាប់ទៅកូនតាស្លាប់ទៅកូនតាល្អណាស់អត់មានកូនតូចប៉ុណ្ណឹងទេនិមិត្តខ្លួនមកជាកូនប្រុសវិញខ្ញុំនឹងហើយជាកូនលោកឪពុកខ្ញុំស្លាប់ទៅឥឡូវខ្ញុំសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកឯណោះឪពុកនេះអត់ជឿអញមិនជឿទេកូនអញដែលដាក់បាយលោកមកសាពីបងអាមិនបានទៅឋានសួគ៌ញោមឃើញទេគ្រាន់តែតាំងចិត្តដោយសច្ចវិទ្យាថ្វាយអង្គមបរតនត្រ័យដោយក្នុងចិត្តប៉ុណ្ណឹងណាញោមណាដោយសេចក្តីជ្រះថ្លាណាបុណ្យអាចនាំយើងទៅកន្លែងល្អបានហើយតម្រាំញាតញោមពុទ្ធបរិស័ទខ្លះថ្វាយអង្គមព្រះសាពះប្រសងតាំងពីក្មេងទល់គ្នាចំណាស់70 80មិនដឹងទៅណាខ្លះដូចនាងដូចផ្លេចតែឈ្មោះហ្នឹងហ្មងញោមនឹងនាងទុរគតតិតានាងទុរគតតិតាដាក់តាបាយក្តាំងម្ដុំឯអាបាយក្តាំងហ្នឹងគេដាក់ត្រឡោកឲ្យទៀតណាញោមដើរសុំទៀនគេដាក់បាយក្តាំងឲ្យម្ដុំយកបាយក្តាំងទៅដាក់បាតលោកដាច់ខ្យល់ផឹងឡើងទៅសោយសម្បត្តិទឹកជាន់ទី2ចាតមហារាជកាតាវតឹងជាន់តាវតឹងបាយក្តាំងម្ដុំសោះដូរឋានតាវតឹងបានទល់ថ្ងៃហ្នឹងញោមមើលមិនតាន់ចុះវិញអាម៉ាទៅមកទៅជួបម្សិលមិញទៅហើយហ្មងមកយាយខ្លះដាក់សិតតាបាយម្លិះការខ្ញីអីតុនដាក់មកជីវិតនេះរាប់បាតលោកតាំងពីក្មេងទល់គ្នាចំណាស់នេះមិនដឹងទៅដល់ណាទេញោម
nhưng mà ai kết mơ niang ọt niang tụ rồi có tỷ đã đặt tờ bài cái đăng mà đông này cái đầu than xua cho anh tỷ pí à hay dương cột cái đặt bài giật tuấn này phần đấy complete tham mến ao tại anh đặt bài tuấn bài lỏ sao là lang than xua thằng ó mến ấy chuồn cao cái đặt bài cái đăng phần này chặt cái tuấn hay anh đặt bài tuấn mến phần này chặt anh cái đau cả hai à phê phong đặt bài nó khăng vào đây đó à phải tranh bị tẹt bắp cái này chỉ mưa anh đấy chơi hóa bát đó này và mót sắp chi đây à năng anh nó teo ông mà đôi này Phật láng xong cái tiền kê chân dây nít đam bài mà sạ tất xong cái tiền hay đam cồn dây mì ấu na ao ấy nhẹ láng ao ấy pu hay đây tất đặt pieng quăng nó pieng tất cái ở đây nó bẹp ao ấy cha má hay đò mai đấy tranh cái xong cái tiền anh cái xong cái tiền cái tiền mau với nhau đam ao ấy phải nhẹ đà ta đấy nhẹ láng lục một chách chuột cả mai cho cái tàu tẹt dây soi chung cái phật cứ năng tiền hay câu đấy tê tờ mày rừng tê tới mày lượt từ xăm gió này tê mà anh cái anh tung họ bạc luôn mai mà anh pram nhom ao bẹp ao tập pu ở đây tất cả lâu ao miền pu ở đây tất nát còn nhạ láng lục một chai tập phật nó tẹt dây soi chung này tê đặt từ sập hay họ bạc tê là đây hay chấm mưa chắc nào mày chấm mưa anh đấy chơi đó bà mót sắp chim đấy nó tê nó hay chấm mưa anh tao chí rồi chấm mưa anh mệt đau tê anh mưa chạy ngoài nha chạy này à hay đấy nó chơi đó bà nó bay tuôn men bắn bay ở bàn tao than lư cái tê bỏ này à với tao cái này xe như bên mẹสำคัญ là bỏ lỏi สำคัญ คือ ផ្លូវ ចិត្ត យើង ដល់ ព្រម នៅ សេចក្តី ជ្រះថ្លា និង ការ គោរព ណា កន្លែង ហ្នឹង យក មក ជា មេរៀន ដែរ ថា បន ហ្នឹង គឺ អត់ សំខាន់ របស់ ល្អ ទេ អត់ សំខាន់ របស់ ឆ្ងាញ់ អត់ សំខាន់ លុយ ច្រើន អត់ សំខាន់ លុយ តិច អត់ សំខាន់ បន ធំ អត់ សំខាន់ បន តូច ទេ អា បន ហ្នឹង បាន គឺ នៅ នឹង សេចក្តី ជ្រះថ្លា នៅ នឹង ការ គោរព របស់ យើង គ្រប់ គ្នា ញោម មើល ដូច កូន របស់ ណ គាត់ នឹង អញ្ចឹង នឹង នៅ តែ រ នឹក ឈ្មោះ មិន ឃើញ ហ្នឹង ណ ដល់ ពេល ស្លាប់ ទៅ ញោម mắt thằng con lì vậy nè nàng vậy mắt thằng con lì tê bọt bọt nàng mắt thằng con lì tê bọt bọt còn nắng cầu nó chỉ một mắt thằng con lì tê bọt bọt nhiều mơ còn nắng còn ta tăng chất thoại công prẹ đời sai chạ Việt nắc cả nông chất mình tầng ban ngơ thoại công prẹ phong ai nom luôn quạt chất tệ và đệ son thị tâu cả lại lọ ban chân dương tầng óc nếp bon của sao nâng mình bảo bạn thưa tê còn tại nắc nông chất do bà rót nát trai tầng bay chỉ xạ nát đọc là sao mà đôi chỉ vật cục nè tăng chất để sai chạ Việt do bà put bà tho bà xong chỉ ti băng tia là lắc pan nắng có bon của sao ai chậm rãi càng miền đây hai mà giang từ tiếp nâng trôn màu riêng bon của sao dương này quanh dương phương bon nằm bay chậm rãi cậu sao đo miệt đa nằm bay đa là bao dương nó cứ sầm khăn nâu lỡ luôn dương ban nằm cò tơ nâu xịt đây lọ nó chấm pop pop ca đây chôn bao dương ban môi chậm rãi xịt đây lọ nó được to đầy nè để slap tờ háo dương ở ai chu là vậy ban bằng vai mà cô bon dương bánh nọ cao bằng pi con nó đầm lay này xịt đây lọ nâng tê dương đặt sen bon son buông xuông chỉ ca ắt phò tờ tê để bà ông sầm đây đôi mà lựa đường mặt con lì mình chăng trong âu nó qua tôi dùng sau cái rap sập năm cái đôi do là bao ngay để con trôi chết do tao đả mấy cái đó có câu nó đang lư đây chỉ ca ắt phò tờ tê con tè sầm rap ca vô bao thà vô thao viên mình ắt phò tê bờ xanh chỉ dương miên sầm tật hệ vô trâu bịa tha sầm tật hệ vô trâu miền này thầy dương do mà hâu tờ sen men do tao đặt men mình ắt phò tê nâu pe na dương đặt dương ắt hao quạt ơi mà hộp tế tay dương đặt chỉ cách cổ rốt con quạt ốc mà thật hay trôi năm chung banh chain men chấn dương do mà hộp ha play chơi do tao đặt đá banh mền hao mai ơi mà hộp là con năng tê này dương vô trâu nè cứ hao quạt máu chỉ cách cổ rốt con quạt thật ngày này khai mon san tao đâu con trâu prosray tao chung kia nấc con nẹm mà đai rồi lắc con nẹm mà đai nấc con lục ở pok rồi lắc con lục ở pok ban giọt nôm này play chơi mau chỉ cách tọp con đừng ca cổ rốt con miền chả bật thì cha miền và song chuyện thật ở đây nên món mà bằng scâu chầm ráo cửa sao chun lục ở pok đừng nẹm mà đai năng ban bon ban cửa sao hao dừng đặt năng mình ắt phò tê chỉ cách cổ rốt con quạt năng ban phò tay bật đặt đầm bay hao rồi con mà hốt năng ắt phò tờ tiền năng cả này dừng đặt hao rồi con mà hốt năng ắt phò là tay bật đặt nông cách cổ rốt con quát năng ắt ai tê hai mùi tiết đẹp mà kết thà tông bay chi dừng mấy cả đó dương sai miền phò phải giỏi mùi tiết cứ bắt đốt chắc cầm nát con cầm oi flick mai âu đây mà vô thà tông bay chi dương đặt năng gọi ban đo cả đó ban đời hao tới ngay năng ban con cái tập bò nô cái tập bò smau bò ai cái đặt nung đặt này đặt là bò oi dương năng chia cách bắt đốt nát cầm nát con cầm oi flick mai flick âu bà cana ọt miền riêng pan năng tết vì ọt đai tổ mai ở âu tê khai mon son tao đâu có đai tập nô mai pro âu đây pan ba na tầm liêm tầm lọp sai năng hái để nom nát cầm nát con nó ở trên nát khơi mà đai ở pokตัวbay chỉ là bom năng mình ban đo quát pan chỉ cách cột con quát hay nát rồi lắc ở câu nó tròn trăm vì con nó làm lay là bom mai ở đây đòi hỏi tất đo con trao dướng còn áo flick mà đai flick ở pok đây Paul phải giao mùi tiền Paul phải giao mùi tiết cứ bắt đo thoa xa mà kỳ miền này thà chuồn cá con bằng bay nẹt rồi bằng pel nẹt rồi bằng mùi nẹt pram nẹt con tầng pram nắng pe này mình toàn đo ngay trên mấy người chua kia bon chua chua bon tầm mốc kia với mơ không pan đo pe đo ngay sáng với tàu chung kia tầng bộ cana ọt tấu ngày sáng ta ọt tấu nâu mai nâu áo mai dương miền chùm nưa mới dương chưa ta mấy
ដល់ថ្ងៃសែនថ្ងៃអីអាណាអត់ទៅខ្មោចម៉ែកាច់ប្របាក់កទីអញ្ចឹងខ្មោចម៉ែខ្មោចឲ្យធ្វើចេះធ្វើចុះដល់អញ្ចឹងត្រូវតែទៅដាច់ចិត្តទៅហើយដល់ពេលទៅដុតធូបជុំគ្នាទៅសែនជុំគ្នាទៅផឹកស្រាស្វឹងតិចតិចទៅជុំគ្នាស៊ីបាយជុំគ្នាទៅស្រាប់តែនិយាយដាក់ខ្លួនដាក់ចិត្តតិចទៅត្រូវគ្នាវិញខ្ញុំឃើញទេអាពីមុនមកឆ្លោះគ្នាអត់មុនសែនអត់មើលមុខគ្នាដល់ពេលថ្ងៃសែនផឹកស៊ីជុំគ្នាទៅដូចនិយាយត្រូវគ្នាទៅត្រូវគ្នាបងប្អូនឯងនឹងវិញបដោះធေါ်សាមគ្គីទៀតនាំឲ្យយើងស្រឡាញ់គ្នាថ្ងៃហ្នឹងដោយសារតែថ្ងៃហ្នឹងយើងអាចបដោះធေါ်សាមគ្គីបងប្អូនឯងបានទៀតមួយទៀតជាកិច្ចបដោះផ្នត់កំណត់ក្មេងកុំឲ្យភ្លេចម្ដាយឪពុកហ្នឹងមួយទៀតជាការគោរពគុណមេដាបៃតាទោះបីជារបស់ហ្នឹងវាហ្នឹងជាការឥតផលក៏ដោយកាលណាយើងតែបើយើងគ្រាន់តែដាក់ដើម្បីហៅឲ្យគាត់មកហូបគ្មាននឹកគុណម្ដាយនឹកគុណឪពុកគ្មានរលឹកឃើញសេចក្តីល្អរបស់ម្ដាយឪពុកទេអាហ្នឹងឥតផលមែនគ្មានផលមែនធ្វើហ្នឹងគឺឥតផលតែម្ដងតែបើយើងដាក់ក្នុងកិច្ចគោរពគុណគាត់នឹកតម្លៃនៃសេចក្តីល្អរបស់គាត់អាហ្នឹងគឺមានផលនឹងទាំងអស់គ្នាមិនឥតផលទេហ្នឹងប៉ុន្តែយើងគួររកវិធីដូចម្ដេចដើម្បីឲ្យចម្រើនបុណ្យកុសលដល់គាត់ដើម្បីឲ្យបានផលដល់គាត់ព្រះអង្គសម្ដែងថាមានតែធ្វើតាមបំពេញកិច្ចតាមអង្គនៃតក្កណានុបទានទេអង្គនៃតក្កណានុបទានហ្នឹងគឺទី1ញាតិញោមអាសាស្ដាប់ព្រះសង្ឃលោកសម្ដែងញឹកញាប់ហ្នឹងទី1គឺយើងបានតម្កល់សេចក្តីល្អហ្នឹងនៅជាមួយសង្ឃជាខាងដើមដាច់ខាតបុណ្យសម្រាប់អ្នកស្លាប់ហ្នឹងគឺត្រូវធ្វើជាមួយសង្ឃទាំងអស់គ្នាគឺត្រូវតម្កល់សេចក្តីល្អហ្នឹងនៅជាមួយសង្ឃព្រោះដូចអាត្មាធ្លាប់បញ្ជាក់អញ្ចឹងបុណ្យកុសលដែលធ្វើសម្រាប់ខ្លួនយើងធ្វើជាមួយសត្វតិរិឆានក៏បានបុណ្យដែរយើងធ្វើជាមួយមនុស្សដែលគ្មានសិលគ្មានទានក៏បានបុណ្យដែរសម្រាប់ខ្លួនយើងបុណ្យកុសលសម្រាប់ខ្លួនយើងតែបុណ្យកុសលសម្រាប់អ្នកដែលស្លាប់ទៅហើយគឺដាច់ខាតត្រូវធ្វើជាមួយអ្នកមានសិលព្រះអង្គសម្ដែងអញ្ចឹងណាព្រោះសង្ឃហ្នឹងបែរដូចជាស្រែសម្រាប់បណ្ដោះបុណ្យហើយយើងជាម្ចាស់ទានបែរដូចម្ចាស់ស្រែយើងមានតេយ្យទានបែរដូចមានក្របពូជមានចិត្តចង់ចោះធ្វើស្រែបែរយើងមានចិត្តចង់ចោះធ្វើបុណ្យអញ្ចឹងកាលណាយើងមានចិត្តចង់ធ្វើបុណ្យហើយមានក្របពូជគឺតេយ្យទានហើយយើងអត់មានស្រែគឺសង្ឃសម្រាប់បណ្ដោះបុណ្យយើងអត់ដោះទេអញ្ចឹងបានព្រះអង្គសម្ដែងថាត្រូវតម្កល់សេចក្តីល្អហ្នឹងនៅជាមួយសង្ឃឧត្តមភេទដល់តម្កល់សេចក្តីល្អនៅជាមួយសង្ឃហើយសង្ឃហ្នឹងកុំឲ្យយល់ច្រឡំមិនសង្ឃវត្តយើងពីមនេះទេមិនសង្ឃវត្តបតុមអាត្មាទេមិនមែនសង្ឃវត្តព្រែកលៀបទេមិនមែនសង្ឃវត្តនេះវត្តនោះទេវត្តមួយហ្នឹងគេអត់ហៅសង្ឃទេបាទដូចម្ដេចដែលហៅតែសង្ឃញោមញាតិញោមរកសង្ឃឲ្យឃើញមកតិចអត់ដឹងសង្ឃក៏យើងធ្វើបុណ្យមួយសង្ឃអត់បានបុណ្យដែរព្រោះអត់ស្គាល់សង្ឃមកឃើញញាតិញោមរាល់ថ្ងៃអត់ស្គាល់សង្ឃទេគ្រាន់តែកាន់ស្រាក់ចុះពីលើផ្ទះអាតានឹងសួរឲ្យឯងថ្ងៃហ្នឹងឲ្យខ្ញុំដប់ទៅវត្តណាអីមើលអាតានេះបើធ្វើនិយាយលោកចៅយើងនៅវត្តឯងចិត្តទៅណាទៀតទៅរកលោកចៅយើងហ្នឹងហើយតើលោកក្មួយយើងហ្នឹងតើលោកកូនយើងអាហ្នឹងគេមិនមែនហៅសង្ឃទេញោមគេអត់ហៅសង្ឃទេគេហៅប៉ាដែលបុគ្គលិកទាននិយមបុគ្គលឧទាហរណ៍ថាទៅវត្តយើងហ្នឹងហើយចាំបាច់ទៅវត្តគេឆ្ងាយអីវត្តយើងវត្តពីមនេះហើយចាំបាច់ទៅប្រែកលៀបទៅអីទៅវត្តយើងហ្នឹងអាហ្នឹងក៏មិនមែនសង្ឃដែរសង្ឃមានតែពីរប្រភេទទេអត់មានសង្ឃវត្តនេះសង្ឃវត្តនោះទេញោមសង្ឃទី1ព្រះលោកសម្ដែងថាសមត្ថិសង្ឃពេលណាពងប្រគេនប្រសងវត្តពីមហ្នឹងក៏ដោយប៉ុន្តែចិត្តយើងនឹកដល់សមត្ថិសង្ឃមិនមែននឹកតែគុណវត្តពីមទេយល់លោកនិយាយទេញោមអាបេះដូងយើងនឹងគឺដៅទៅសមត្ថិសង្ឃសមត្ថិសង្ឃមានន័យថាសង្ឃទូទាំងពិភពលោកសង្ឃភូមាក៏ដោយសង្ឃស្រីលង្កាក៏ដោយសង្ឃថៃក៏ដោយសង្ឃកម្ពុជាក៏ដោយសង្ឃអូស្ត្រាលីក៏ដោយសង្ឃអាមេរិកកាំងក៏ដោយសង្ឃកាណាដាក៏ដោយសង្ឃបារាំងក៏ដោយឲ្យតែអ្នកបួសសម័យហ្នឹងគេហៅថាសមត្ថិសង្ឃគឺសង្ឃទាំងអស់មិនមែនសង្ឃវត្តណាមួយទេស្រាប់តនេះញោមស្រាប់តនេះមួយទៀតគឺនឹកដល់អរិយសង្ឃអរិយសង្ឃហ្នឹងគឺសង្ឃសម័យព្រះដែលលោកបរិនិព្វានទៅហើយចឹងយើងធ្វើបន់ចង់បានបន់ត្រូវចាត់យើងពងប្រគេនលោកហ្នឹងគឺនឹកឃើញសង្ឃពីរប្រភេទហ្នឹងទាំងអស់គ្នាគឺបេះដូងយើងហ្នឹងនឹកឃើញសង្ឃពីរប្រភេទហ្នឹងគឺទាំងសមត្ថិសង្ឃនិងអរិយសង្ឃកាលណាបេះដូងយើងនឹកដល់សង្ឃពីរប្រភេទហ្នឹងគឺបន់បានច្រើនណាស់តែបើនឹកវត្តនេះវត្តនោះកូននេះកូននោះដេគុណនេះដេគុណនោះចៅអធិការវត្តនេះចៅអធិការវត្តនោះទេអាហ្នឹងអត់សូវបានបន់ច្រើនទេអញ្ចឹងទី1តម្កល់សេចក្តីល្អនៅជាមួយសង្ឃហើយពាក្យថាសង្ឃគឺយើងនឹកដល់សង្ឃទាំងពីរប្រភេទគឺសមត្ថិសង្ឃនិងអរិយសង្ឃហេតុទី1ណាញោមសូមអនុមោទនាបន្ទាប់ពីធ្វើជាមួយសង្ឃល្អបរិសុទ្ធហើយសង្ឃទាំងពីរប្រភេទហ្នឹងបរិសុទ្ធត្រូវអង្គទី1ចុះអង្គទី2ត្រូវធ្វើម៉េចសក្កចាំងទានណាំងតេតិសហដ្ឋាំងទានណាំងតេតិកាលណាតម្កល់ជាមួយសង្ឃល្អហើយត្រូវនាំគ្នាមកគោរពសង្ឃមកប្រគេនទានចំពោះសង្ឃហ្នឹងដោយផ្ទាល់ខ្លួនយើងសហដ្ឋាំងទានណាំងតេតិឲ្យទានដោយផ្ទាល់សក្កចាំងទានណាំងតេតិធ្វើបន់ឲ្យទានត្រូវតែមកគោរពបន់យើងដោយផ្ទាល់បើអាចារ្យហៅមកថ្វាយអង្គមព្រះនាំនេះមកថ្វាយអង្គមព្រះអាចារ្យហៅមកសុំសិលនាំនេះមកសុំសិលអាចារ្យហៅមកវេអាចារ្យហៅមកប្រគេនព្រោះអត់មានពឹងនៅលើអាចារ្យបានទេញោមណាបន់ដល់ឪពុកម្ដាយយើងឬមិនបានគឺនៅលើខ្លួនយើងទាំងអស់អាចារ្យនេះគាត់គ្រាន់តែមកដឹកនាំទេអត់មានទួនាទីអាចារ្យចែកបន់ឲ្យយើងទេដោយអាត្មាធ្លាប់បញ្ជាក់អញ្ចឹងណ៎អាចារ្យនេះគាត់មកគ្រាន់តែដឹកនាំបង្ហាត់បង្ហាញយើងទេក្រែងលោយើងវាមិនដឹងតែត្រូវធ្វើម៉េចវាត្រូវតាមពុទ្ធធានញ្ញាតធ្វើយ៉ាងម៉េចវាមិនត្រូវតាមពុទ្ធធានញ្ញាតចឹងអាចារ្យគាត់គ្រាន់តែមកដឹកនាំបញ្យលបង្ហាត់បង្ហាញបើកផ្លូវយើងប៉ុណ្ណឹងហើយតែយើងអត់នាំគ្នាមកគោរពមកបំពេញកិច្ចខ្លួនយើងអត់កើតទេចឹងបានព្រះអង្គសម្ដែងថាសហដ្ឋាំងទានណាំងតេតិសក្កចាំងទានណាំងតេតិហ្នឹងមានន័យថាមកគោរពទានរបស់យើងមកប្រគេនទានដោយផ្ទាល់ដៃមកគោរពទានយើងដោយផ្ទាល់ដៃបើអាចារ្យហៅមកវេហៅមកប្រគេនហៅមកថ្វាយអង្គមព្រះហៅមកសុំសិលយើងមកចម្រើនសេចក្តីល្អមកគោរពបុណ្យយើងឲ្យចប់ចុងចប់ដើមតាំងពីពុព្វចេតនារហូតដល់អបរាប្រចេតនា
ទាំងមុនពេលធ្វើបន់បព្វជេតនាក៏ជ្រះថ្លាអាមុញចរៈចេតនាកំពុងតែធ្វើក៏ដល់នៅសេចក្តីជ្រះថ្លាអបរាប្រចេតនាចប់ក្រោយកម្មវិធីទៅក៏មានសេចក្តីជ្រះថ្លាអានឹងបន់កុសលយើងដឹងតែបានច្រើនណាបងដឹងតែបានច្រើនណាអញ្ចឹងទី2គឺខ្លួនយើងប្រកបព្រមដោយសេចក្តីជ្រះថ្លាហើយយើងនាំគ្នាមកគោរពទានមកប្រគេនទានដោយបន្តបន្ទាប់មកយើងចាប់ផ្ដើមធ្វើបន់ដោយខ្លួនយើងតម្កល់សេចក្តីល្អនៅជាមួយសង្ឃបានបន់បានកុសលហើយយើងចាប់ផ្ដើមប្រមូលបន់កុសលហ្នឹងផ្សាយទាយិកាហ្នឹងទិសេនអ្នកហ្នឹងយើងជាកូនចៅជាទាយាទហ្នឹងផ្សាយដល់យើងផ្សាយទៅបានទេវាគាត់ផ្លាននិវេតយងនាំសេចក្តីល្អហ្នឹងទៅទេវតាហ្នឹងនាំទេវតាណាសម្រាប់នាំបន់គឺនាំបន់កុសលហ្នឹងទៅតាមការផ្សាយរបស់យើងដល់ទេវតានាំទៅបានចុងក្រោយមេតាបិតុបតាមានន័យធម្មតាយើងឪពុកយើងនឹងដែលចត់តិបរិសន្ធិទៅញោមកងហើយញោមកេតនឹងទាំងអស់គ្នានឹងកូនសុភាពហ្នឹងដែលលោកបានចត់តិបរិសន្ធិទៅហ្នឹងគឺកាលណាយើងផ្សាយឈ្មោះ3ហ្នឹងទៅអ្នកទាំងអស់ហ្នឹងឡើងមកព្រមទាំងញាតិការទាំង7សន្តានទទួលហើយទេវតានាំទៅអ្នកទាំងអស់ហ្នឹងត្រេកអរទទួលដឹងឮអាហ្នឹងបន់កុសលហ្នឹងបានតែបើយើងធ្វើមិនត្រូវតាមអង្គនិតកណានុបទានក៏អ្នកហ្នឹងអត់បានដែរមួយទៀតយើងធ្វើតាមត្រូវតាមអង្គនិតកណានុបទានហើយប៉ុន្តែអ្នកដែលស្លាប់ហ្នឹងអត់ត្រេកអរទទួលយកក៏អត់បានដែរមួយទៀតអ្នកស្លាប់ហ្នឹងចង់ត្រេកអរទទួលប៉ុន្តែកើតអត់ចំកំណើតដែលអាចទទួលផលបានក៏អត់បានដែរណែប្របាអញ្ចឹងណាញោមអ្នកស្លាប់ហើយមិនមែនស្រួលធ្វើបន់ផ្ញើទេអញ្ចឹងបាទអាត្មាចេះផ្ដាំយាយអ្នកនៅរស់ហ្នឹងថាកុំចាំដល់ពេលកូនគេផ្ញើឲ្យឥឡូវតន់នៅតែស្រាប់ធរកើតតន់នៅតែធ្វើបន់កើតនាំគ្នាប្រឹងធ្វើបន់ទុកខ្លួនយើងទៅហើយព្រោះអាបន់ផ្ញើនេះមិនស្រួលទេញោមកុំថាដល់គេផ្ញើបន់ឲ្យនោះសំបីតរាល់ថ្ងៃធ្វើអីឡើងកើតដល់ពេលគេលើកបាយមកហ្នឹងពេលខ្លះដូចតឹងទ្រូងណាបាយគេហ្នឹងណាឯងចង់ម្លកោប្តីគេចង់ស៊ីសឡក់ឯងចង់សឡក់ប្តីគេចង់ជូយួនឯងចង់ជៀនប្តីគេចង់អាំងហើយចឹងមែនពេលខ្លះមិនមែនធ្វើមាត់ត្មៅមាត់ម៉ែណាគេធ្វើត្មៅមាត់ប្តីគេហ្នឹងហើយថ្ងៃខ្លះទៅស្រាប់តាអាមបានសឡក់ត្រូវចិត្តហើយថ្ងៃហ្នឹងគេស្លោសឡក់ឲ្យណាឯងចង់សឡក់ហត់ទឹកឡក់ហើយស្រាប់តែត្រូវចិត្តហើយអញថ្ងៃហ្នឹងបានឆ្ងាញ់មាត់ហើយស្រាប់ដល់ប្តីគេមកពីធ្វើការវិញទៅគេទាស់មាត់គ្នាតិចទៅអាប្តីនេះជេរប្រពន្ធម៉ាត់ពីអាពុននេះជេរប្តីបោកចានបោកឆ្នាំងទៅអាឯងនេះពិឈរជង្គង់លេបសឡក់ហ្នឹងអត់ចូលទៅតឹងត្រឹមកកហ្នឹងញោមគិតមើលធំតែនៅរស់ដូចគ្នាជាមួយកូនសោះគាត់តែពឹងបាយកូននោះវាតឹងទ្រូងប៉ុណ្ណឹងណាហើយជួនកាលចង់សុំលុយកូន10000ចូលតសមួយអាចារ្យហ្នឹងយកពីគេថាលើថាក្រមកបាន10000ហ្នឹងអញតឹងចិត្តអើយតឹងចិត្តវាអត់ដូចអាខ្លួនយើងណាញោមមែននិយាយមែនទេចឹងណានៅរស់នឹងពឹងគេដូចតឹងទ្រូងប៉ុណ្ណឹងហើយចាំដៃខ្យល់ចាំគេផ្ញើបន់ឲ្យនោះវាមិនងាយទេហើយជួនកាលអាម៉ែពងស្លាប់ចឹងលោកពងទេសចឹងអាបន់ខ្មោចហ្នឹងអាចុងរោងនោះមានអ្នកផឹកស្រាទៅមានអ្នកលេងបៀទៅអាឡែងកាប់ដៅរៀបបូជានោះផឹកមួយជុំទៀតទៅហើយចឹងឯងខ្ញុំឯងគិតខំកូនតិចទៅសម័យដើមគេយកធွာតាមកសូត្រធွာកំដរបន់សពដល់កូនយើងសម័យនេះមិនមែនយកធွာកំដរបន់សពទេយកស្រាសកំដរបន់សពអីចឹងខ្ញុំឯងខំតិចទៅខំកូនគេផ្ញើបន់ឲ្យតិចទៅចឹងបាទអាត្មាចេះដាស់តឿនថាតន់យើងនៅធ្វើបន់កើតនៅសន្សំសេចក្តីល្អកើតទៅបំពេញសេចក្តីល្អខ្លួនយើងទុកឲ្យហើយទាំងអស់គ្នាព្រោះតមុខទៀតអត់មានអ្នកណាជាទីពឹងក្រៅអំពីបន់កុសលទេអត់មានយកប្តីយកប្រពន្ធយើងជាទីពឹងបានទេញោមទាំងអស់គ្នាយាយវ៉ែនតានៅឥឡូវនៅរស់តាជាទីពឹងយាយជាទីពឹងកូនជាទីពឹងប៉ុន្តែឯងដាច់ចោលទៅអាតានឹងអត់មានទៅតាមទេបើយើងទៅមុនតានៅតែតាបើតាទៅមុនយើងនៅតែយើងបើយើងទៅមុនកូននៅតែកូនបើកូនទៅមុននៅតែយើងអត់មានទៅជាមួយគ្នាកើតអត់មានយកអ្នកណាជាទីពឹងទេហើយយាយមួយនោះគាត់ថាអត់មិននេះគុណប្តីកណាគាត់សន្យាច្បាស់ណាស់កាលមុនការគាត់សន្យាថាបងឡាញ់អូនទៅណាបងទៅនឹងបើសិនអូនស្លាប់បងស្លាប់ជាមួយដាក់ភ្នោក្បែរគ្នាអាត្មាតាំងបួសមកអត់ដែរគឺអាតាណាមួយលោតចូលភ្លើងតាមយាយគាត់ចេះនិយាយណាចេះថាទៅយាយជឿដែរហ្នឹងហើយចេះថាទៅបងទៅអូនទៅណាបងទៅនឹងហើយកុំថាដល់ស្លាប់ភ្នោក្បែរគ្នានោះតារាល់ថ្ងៃនេះញោមពិចារណាមើលតែពេលស៊ីបាយតានឹងអត់ដែរមើលមុខយាយផងមើលទៅតែប្រៃជែកហើយខ្ញុំឯងខំតាទៅស្លាប់ទៅជាមួយអាត្មាមិនជឿទេហ្នឹងឯងស្លាប់មិនទាន់បាន3ខែផងអាតាខ្លះនៅកម្លាំងដឹកយាយមកមួយទៀតបាត់ហ្នឹងហើយនិយាយលេងទេមិនមែនតាយើងនេះទេញោមតាណាណៃនោះទេតែកែឡូតាណាមានស្លាប់ដឹកយាយមកមួយទៀតមិនខឹងលោកងាប់កានចង់បញ្ជាក់ថារអ្នកណាជាទីពឹងអត់បានទេបើក្រៅអំពីខ្លួនយើងចឹងមានតែបនកុសលមួយទេដែលជាសារណៈដល់ប្រសើរស្មើដោយជីវិតរបស់យើងបានព្រះអង្គសម្ដែងតែបញ្ញាំងមិត្តតាំងបនជាមិត្តប៉ាប៉ាំងមិត្តតាំងហើយអាបាបនេះក៏មិត្តដែរកាលណាយើងនៅរស់យើងសែបគប់សេចក្តីអាក្រក់ហ្នឹងវាទៅជាមួយសែបគប់រឿងល្អល្អហ្នឹងវាទៅជាមួយហើយបនបាបយកមកអាត្មាបញ្ជាក់រឿយថាមិនបាច់តែមើលជាតិមុខជាតិក្រោយយើងមើលតែជាតិហ្នឹងអ្នកណាប្រព្រឹត្តសេចក្តីល្អគឺមនុស្សនឹងមានសេចក្តីថ្លៃថ្នូរមានសេចក្តីសុខរស់នៅមានសេចក្តីសុខមានភាពថ្លៃថ្នូរតាំងពីបច្ចុប្បន្នហ្នឹងទៅនឹងកាលណាគេរក្សាសេចក្តីល្អគេស្រឡាញ់គុណតម្លៃនៃសេចក្តីល្អនាំឲ្យគេដល់ព្រមនៅសេចក្តីសុខសេចក្តីចម្រើនទាំងគេឈ្មោះកិត្តិយសធនធានទ្រព្យសម្បត្តិសុភមង្គលប្តីប្រពន្ធអត់ក្បត់គ្នាអត់ផិតគ្នាអត់ប្រើហិង្សាមានភាពស្ងប់ស្ងាត់ក្នុងគ្រួសារដោយសារអីមានធម៌អប់រំចិត្តមានតម្លៃនៃសេចក្តីល្អក្នុងខ្លួនរបស់គេអញ្ចឹងធម៌ហ្នឹងរក្សាយើងឲ្យដល់ព្រមនៅសេចក្តីចម្រើនបងដែលអាត្មាធ្លាប់និយាយលេងថាអ្នកណាមានធម៌ណានឹងចំណេញទូទាស់អ្នកណាមានធម៌ចំណេញពីងទឹកអ្នកណាមានធម៌ចំណេញចានបាយអ្នកណាមានធម៌ចំណេញថ្លៃពេទ្យ
ព្រោះកាលណាអត់ធោះតែខឹងទៅពីងអស់ពីទៅខឹងទៅចានមករាវឲ្យញោមឯងចំណាំណាមនុស្សណាអត់ធោះចានមាត់ចានអត់សូវត្រង់គ្នាទេហើយបើប្រពន្ធនេះគ្រាន់តែបើកភ្នែកមកតន់បានស៊ីអីផងលាបក្រែមឲ្យគ្នាមួយជើងហ៎មិនមែនអាក្រែមគូសមាត់ក្រហមដូចយើងនេះណាគេយកដៃត្រូវដៃយកដៃទៅលាបឲ្យទៅយកត្រូវជើងគេយកជើងទៅលាបឲ្យទៅព្រលឹមឡើងក្រហមអស់ភ្នែកហ្នឹងក្រហមមកចម្រៀងអញ្ចឹងទៅមាត់នេះប៉ោងមកក្រហមមកចម្រៀងហ្នឹងអាហ្នឹងមនុស្សអត់ធោះខ្ញុំឃើញហើយដល់អ្នកមានធម៌វាចំណេញគ្រប់យ៉ាងចំណេញតាំងពីគេឈ្មោះកិត្តិយសទ្រព្យសម្បត្តិសេចក្តីសុខផ្លូវកាយផ្លូវចិត្តអ្នកដតីគេស្រឡាញ់គេអាណិតគេចូលចិត្តគេចង់ក្បែរគេថែរក្សាគេចង់រាប់អានគ្រប់ទិសគ្រប់តំបន់ដោយសារអីមនុស្សបានស្រឡាញ់ទៅនៅសេចក្តីល្អអញ្ចឹងយើងប្រឹងហាត់ពុតលត់ដំអប់រំខ្លួនយើងតោងទៅនៅសេចក្តីល្អគុណធម៌ក្នុងចិត្តទាំងអស់គ្នាណាខ្ញុំសូមអនុមោទនាចឹងបនចង់ដល់ម្ដាយឪពុករបស់យើងតម្កល់សេចក្តីល្អនៅជាមួយសង្ឃហើយមកគោរពទានដោយផ្ទាល់ទិសសេចក្តីល្អដោយខ្លួនយើងហើយទេវតានាំសេចក្តីល្អនឹងទៅមេដាបៃតារបស់យើងត្រេកអរទទួលដឹងឮចឹងកាលណាលោកត្រេកអរទទួលដឹងឮហើយបនកុសលដែលយើងធ្វើត្រូវតាមអង្គនៃតក្កណានុប្រទានហើយលោកត្រេកអរទៀតនឹងបនកុសលបានដល់ហើយបើលោកត្រេកអរដែរប៉ុន្តែមិនចំកំណើតដែលអាចទទួលផលបានក៏បននឹងវាអត់បានដល់ដែរចឹងវាពិបាកអញ្ចឹងបានអ្នកប្រាជ្ញដោយក្រមងុយដោយប្រាជ្ញឈួនអីគាត់ជាផ្ដាំយើងថាធ្វើបនឲ្យតាន់ខែភ្លឺណាហ្នឹងអាម៉ែឪនៅរស់នឹងជូនបាយលោកដឹងឮថាកូនជូនបាយជូនទឹកដឹងឮថាកូនជូនទឹកហើយតែដូចថ្ងៃហ្នឹងហួសពេលយើងចង់ឡើងអុកញ៉ាឡើងឯកឧត្តមឡើងទេសរដ្ឋមន្ត្រីចង់ឡើងស្អីប៉ុណ្ណាទិញយន្តហោះមកឲ្យគាត់ទៀតក៏គាត់អត់ដឹងឮដែរមានរបស់ឆ្ងាញ់អីក៏ជាការអត់ផលទៅទេអញ្ចឹងតន់ម្ដាយឪពុកយើងនៅរស់រៀនមានជីវិតប្រឹងបើកូនចៅថ្ងៃហ្នឹងហួសពេលទាំងអស់បើផ្ដាំអ្នកដែលម្ដាយឪពុកនៅមកផ្ដាំមួយម៉ាត់ថាការបំពេញសេចក្តីល្អជាមួយម៉ែឪហ្នឹងកំរងចាំពាក្យថារងចាំវាមានច្រើនណាស់កូនខ្លះថាម៉ែឲ្យចាំខ្ញុំធូរដៃបន្តិចឆ្នាំនេះដូចជាពាក់ធនាគារផងតុងទីនផងអីផងគ្រប់មុខម៉ែអើយកូវីដផងរលុយបងធនាគារអត់បានទេចាំមើលខ្ញុំធូរដៃបន្តិចអាខ្លះវាថាម៉ែឲ្យចាំមើលប្រពន្ធខ្ញុំរៀងរឹងជើងទេឥឡូវតែកូនខ្ចីបាន2ខែខ្ញុំអត់បានទៅលេងម៉ែទេចាំមើលឆ្នាំក្រោយមីអូនវារឹងដៃរឹងជើងកូនខ្ញុំធំចេះដើរទេចាំខ្ញុំទៅអាមួយទៀតម៉ែឲ្យខ្ញុំអត់មានពេលវេលាទេរវល់រហូតតែពេលបាយបានផងចាំមើលខ្ញុំមានពេលបន្តិចអាចាំនឹងវាមានច្រើនណាអាមួយថាចាំរកស៊ីធូរទេអាមួយថាចាំប្រពន្ធរឹងដៃរឹងជើងទេអាមួយថាចាំខ្ញុំមានពេលទេប៉ាសេចក្តីស្លាប់របស់ម៉ែឪនេះមានរងចាំឯងមានពេលណាមានចាំឯងមានលុយណាមានចាំប្រពន្ធឯងរឹងដៃរឹងជើងណាតែដល់ពេលវេលាគាត់ត្រូវទៅហ៎បងអញ្ចឹងយើងត្រូវឆ្លៀតតាមអ្វីដែលយើងអាចធ្វើបានហើយឆ្លៀតជាមួយម៉ែឪបំពេញសេចក្តីល្អជាមួយម៉ែឪអត់មានដែរទាថាកូនឯងមកលេងម៉ែកូនឯងដំកវលពេជ្រមក8ការ៉ាត់មកអត់ដែរនិយាយអញ្ចឹងទេឲ្យតែបានកូនមកជុំគ្នាអោបថើបគាត់លើកដៃសាពះគាត់តែមាន1គីឡូប៉ុណ្ណឹងថ្វាយអង្គមស្រោចទឹកឲ្យគាត់តែមកផ្ទាល់នឹងនិយាយខ្លះសប្បាយចិត្តចង់ហោះហើយមិនបាទអាត្មាថាអញ្ចឹងមកឃើញជាក់ស្ដែងភ្នែកនិយាយខ្លះគ្រាន់តែកូនគេលើកសែង3ជុំបោះសបុកអាមុនគេស្រោចទឹកហើយនិយាយគេមិនសែងគាត់ចឹងសែង3ជុំចឹងទៅយាយនេះលើកដាក់លើបោះសបុកហើយមុនគេស្រោចទឹកកូនគេថ្វាយអង្គម3ដងទៅយាយនេះយំរួយហ្មងអាត្មាដឹងផ្លូវចិត្តប្រហែលរំភើបពេកហើយហ្នឹងហើយដល់ចឹងដល់ពេលទេសនាសួរយាយឯងសួរឲ្យកូនលឺតិចដឹងតែគាត់គិតចឹងសួរយាយឯងមិនបានកូនគេធ្វើបន់ស្រោចទឹកឲ្យមិនសบายចិត្តមិនទៅយំវិញគាត់ថាលោកគ្រូហើយកណាមិនមែនមិនសบายចិត្តទេសบายណាស់មកពីសบายពេកហ្នឹងហើយបើវាទុកទឹកភ្នែកមិនបាននិយាយហ្នឹងហាក់សួរឲ្យកូនវាលឺនឹងតិចថាដើម្បីឲ្យគាត់សบายចិត្តរំភើបរហូតដល់ទឹកភ្នែកដែលមិនងាយនឹងហូរមនុស្សយើងមិនមែនចេះហូរទេគឺទុកទឹកភ្នែករហូតដល់យំមុខគេមិនបានគ្រាន់តែកូនថ្វាយអង្គមគាត់សោះខើតែយើងស្រោចទឹកឲ្យគាត់ប៉ុណ្ណឹងសោះគាត់រំភើបរហូតដល់ទុកទឹកភ្នែកមិនបានហើយយើងគ្រប់គ្នាពិចារណាមើលយើងមានចំណាយទ្រព្យទេអត់មានទេយើងមានត្រូវការពេលវេលាច្រើនទេមួយផ្លែតហ្នឹងអត់ទេចឹងមានន័យថាពេលវេលាក៏មិនចាំបាច់ចំណាយច្រើនទ្រព្យក៏អត់មានចំណាយអីសោះត្រឹមតែនាំគ្នាមកថ្វាយអង្គមគាត់អោបថើបគាត់ជូនផ្លែឈើគាត់តែ1គីឡូផ្ដល់សេចក្តីស្រឡាញ់និងភាពកក់ក្ដៅឲ្យគាត់ប៉ុណ្ណឹងគាត់អាចរំភើបរហូតដល់ទុកទឹកភ្នែកមុខគេអត់បានយកពិចារណាមើលចឹងបានមកតែងបញ្ជាក់ថាកុំចាំពេលវេលាសេចក្តីល្អជាមួយម្ដាយឪពុកនឹងអត់មានធ្វើអីលះបង់អីច្រើនទេគឺផ្ដល់សេចក្តីស្រឡាញ់និងភាពកក់ក្ដៅឲ្យគាត់ប៉ុណ្ណឹងគឺគាត់ទទួលយកបានហើយបើអាត្មាមិនដែលឃើញម៉ែឪណាកូនលុកដៃបាន$2លានទេស្ទាកូនសុំមក500ចិត្តមួយមិនដែលមានទេហ្នឹងហើយគឺសុំឲ្យតែកូនមានបានហើយបានឃើញមុខកូនពេលឈឺជានឹងចង់ឃើញមុខកូននេះអារម្មណ៍ម្ដាយឪពុកមកមិនតាន់ទៅជាម្ដាយឪពុកគេទេប៉ុន្មានដឹងពីព្រោះឲ្យអាត្មាជាឧទាហរណ៍គាត់តួនាទីប្រុសផងស្រីផងពីព្រោះញោមស្រីមកស្លាប់តាំងពីកូននៅតូចហើយដល់អញ្ចឹងពេលកូនធំអស់ទៅអាត្មាមកបួសមកចេញមករៀនស្រុកគេបាត់តាំងពីក្មេងតាំងពី2 10រហូតដល់ទៅ40ហ្នឹងមួយឆ្នាំអី2ឆ្នាំអីបានទៅលេងផ្ទះម្ដងទេហើយដល់បងស្រីនេះគេមករៀននៅពេញមកអាមួយគេមានប្រពន្ធមានកូនទៅខេត្តបាត់ទៅហើយស្រីពៅនេះក៏គេមានប្តីទៅផ្សេងទៅហើយដល់អញ្ចឹងទៅអត់សូវមានអាណានៅចិត្តដល់ពេលមួយឆ្នាំទៅលេងម្ដងគាត់ងែលក្បាលឆ្កែក្បាលឆ្មាគាត់ថាំងពួកឯងកាលនៅតូចដូចស្គាល់ផ្ទះណាអញដាក់បាយឲ្យស៊ីរត់តាមអញឲ្យតែត្រឹកដល់ពេលធំអស់ទៅដូចអត់មានដែរអាណាស្គាល់ផ្ទះសោះឯងសឹងលឹងហឹងចេះឆ្ងល់តាហ្នឹងមិនអាឆ្នាំណាក៏មកងែលតែក្បាលឆ្មាឲ្យតែទៅពេលណាងែលតែក្បាលឆ្កែក្បាលឆ្មាទេអញងែលនិយាយដែរអាធေါ်ទៅសូត្រដែរឯងចេះនឹកគឺអញសង្ស័យតាហ្នឹងដូចមិនថាឆ្មាដែរសង្ស័យថាអញហ្នឹងមកចឹងទៅក៏
ដាក់ម៉ូគ្នាណោះបងប្អូនទាំងអស់គ្នាវើអាតលេងណែតាបន្តិចទៅកុំនាំគ្នាចាំដល់ខែអាដូវបានទៅជុំណោះអាណាមានពេលទៅលេងគាត់ទៅកន្លះខែមួយខែនាំគ្នាទៅអើតគាត់ម្ដងណាឃើញដូចងែលក្បាលឆ្កែញឹកហ្នឹងហើយណោះដល់ពេលផ្លាស់ប្ដូរគ្នាទៅអត់ចាំខែអាដូវលេងងែលក្បាលឆ្កែអូតាហ្នឹងមិនឆ្នាំថាឯងបើអត់ហ៊ានថាឲ្យកូនមានសូត្រចេះដឹងមានហ៊ានអីហ្នឹងងែលក្បាលឆ្កែក្បាលឆ្មាអញ្ចឹងបាទអាត្មាយល់អារម្មណ៍ថាពេលខ្លះគឺគាត់អត់ចង់បានស្អីពីយើងទេគឺចង់បានភាពកក់ក្ដៅចង់ឃើញមុខយើងចង់ឃើញយើងតើអើតលេងគាត់ចឹងទៅសួរសុខទុក្ខគាត់ចឹងទៅនឹងលើកដៃសាពះគាត់ទៅដល់ភាពកក់ក្ដៅឲ្យគាត់តែបន្តិចប៉ុណ្ណឹងទៅគឺគាត់សប្បាយចិត្តហើយចឹងយើងអត់មានប្របាកធ្វើទេកូនចៅប្រុសស្រីទាំងឡាយហើយកុំចាំដល់ពេលវេលាហ្នឹងគឺយើងហួសពេលហើយយើងអត់អាចផ្ញើអីអត់អាចធ្វើអីឲ្យលោកបានក្រៅអំពីចម្រើនសេចក្តីល្អទេហើយសេចក្តីល្អហ្នឹងដូចថ្មនិយាយចឹងមិនមែនប្រកាសថាយើងធ្វើត្រូវឲ្យបានដល់គាត់ទេតើតែគាត់កើតចំកំណើតដែលអាចទទួលផលបានទៀតនឹងទៅខ្ពស់ពេកក៏គាត់អត់អាចទទួលបនយើងបានទៅទាបពេកក៏វាអត់បាននឹងតើតែកើតចំកំណើតដែលអាចទទួលផលបានអានឹងចឹងយើងកុំឲ្យប្របាកចឹងយើងនៅម្ដាយនៅឪពុកយើងប្រឹងទាំងអស់គ្នាហើយដោយកូនចៅប្រុសស្រីថ្ងៃនេះទោះបីយ៉ាងណាក៏ដោយក៏យើងទាំងអស់គ្នាបានបំពេញកាតព្វកិច្ចតួនាទីក្នុងនាមជាកូនដ៏ល្អប្រសើរទោះបីមេដាបៃតារបស់យើងចិត្តតិបរិសន្ធិឃ្លាតប្រត់អំពីយើងទៅកាន់លោកមួយផ្សេងទៀតអស់រយៈកាលយូរក្តីឆាប់ក្តីប៉ុន្តែតម្លៃនៃសេចក្តីល្អរបស់លោកអ្នកមានគុណរបស់យើងគឺដកជាប់ក្នុងហត្ថយារបស់យើងជានិច្ចហើយលោកបានបន្សល់ទៅនៅសេចក្តីល្អសម្រាប់យើងជាកូនចៅប្រុសស្រីយើងគ្រប់គ្នាក៏ត្រូវនាំគ្នាសាមគ្គីចម្រើនទៅនៅសេចក្តីល្អសម្រាប់លោកដូចគ្នាណាញោមណាសូមអនុមោទនាសេចក្តីល្អគ្រប់គ្នាសូមអនុមោទនា